បាទជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ទីគ្រប់ស្វាគមន៍ក៏វិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនាម៉ោង 9 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាស្វាគមន៍ប្រិយមិត្តនាំមុខទីបំផុតប្រិយមិត្តសម័យឆាំសំលូបាទសំថនថំសិនលូនិងប្រិយមិត្តធំមាសហេសៀងហុកហៀងសុកស៊ីលកេសុងមโนនិងប្រិយមិត្តវណ្ណៈសវាងដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារាត្រីនេះខ្ញុំសូមបង្ហាញនៅរបៀបរយៈតាមទម្លាប់ទី1គឺការបង្ហាញប្រធានបទទី2បកស្រាយទី3ផ្សេងប្រធានបទថ្ងៃនេះមាន2ប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទទាំង2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លេតស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មេតេស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបឪទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1ប៉ុន្តែមុននឹងប្រាប់អំពីប្រធានបទ2សំខាន់ថ្ងៃនេះខ្ញុំបំបញ្ញមេនេះបាទបងប្អូនយើងខ្លះគាត់ចូលមកមួយសន្ទុះហើយមិនឃើញខ្ញុំនិយាយដោយតែខ្ញុំពិនិត្យមើលเพจសិនហើយនៅបញ្ជាក់ជាទម្លាប់របស់ខ្ញុំវិរៈយុទ្ធឥឡូវនេះខុសពីមុនដោយសារតែមានបទពិសោធន៍ច្រើនដងហើយបាទហើយ Facebook បច្ចុប្បន្ននេះក៏វាមិនទូលំទូលាយដូច Facebook កាលពីមុនដែរ Facebook កាលពីមុនជាក្រុមហ៊ុន Facebook ចិត្តល្អ Facebook បច្ចុប្បន្នគឺជាក្រុមហ៊ុន Facebook រកលុយដូច្នេះគឺពេលខ្លះខ្ញុំមើលអត់ឃើញ comment អត់ឃើញ view ឬក៏វាមិនអនុញ្ញាតឲ្យបងប្អូន share រឹងមាំតស៊ូដូច្នេះខ្ញុំត្រូវតែចាប់ផ្ដើមមើលរហូតតតែវា load ណាជួនកាលបងប្អូនឃើញ load តែប៉ុន្តែខ្ញុំវាមិនទាន់ឃើញម្ចាស់ page ណាជួនកាលវា load 2 3នាក់ 4 5នាក់អាចចិត្តកន្លះនាទីហើយចិនសុកកៃប៉ុន្តែ Facebook នៅក្នុង page ខ្ញុំវា load វាអត់ទាន់គ្រប់ជួនកាលខ្ញុំឃើញ load មែនខ្ញុំឃើញ load តែ comment load មែនតែអត់ទាន់ឃើញ view ស្រាប់តែ view load មកព្រិល500បណ្ដោយណាអាហ្នឹងហើយដែលយើងពិនិត្យច្បាស់មុននឹងដំណើរការជាងការអខានពាក់កណ្ដាលផ្លូវប្រធានបទទី1លេងមកក្បាច់នេះកុំថាឡើយបកប្រឆាំងដាខាយ៉ាសំបីតែ CPP ខ្លួនឯងក៏លែងជឿសម្ដីដែរហើយខ្ញុំថាសាប្រលៀបខ្ញុំចំណុចនេះខ្ញុំរំលឹកនៅចំណុចមួយចំនួនដែលបងប្អូនអត់ចាំហើយសង្ឃុំសម្រាប់នឹងបងប្អូនយើងអាចចាំហើយតែគាត់អត់បានបញ្ចេញណាមតិនៅក្រៅស្រុកឬក៏នៅក្នុងស្រុកគាត់មិនហ៊ានប្រធានបទទី2ប្រធានបទទី2នេះបងប្អូនហេតុអីបានខ្ញុំនៅនិយាយរឿងលឹមកឹមយ៉ាណែនិងសុកសុនដារីមានន័យថាលឹមកឹមយ៉ាឪពុករបស់លឹមតូម៉ាសុកសុនដារីឪពុករបស់សូនតារាពីព្រោះបច្ចុប្បន្នហ៊ុនម៉ាណែតនៅស្រុកបារាំងដូច្នេះយើងត្រូវនិយាយអ្វីឲ្យវាត្រូវជារិយានទៅតាមសភាពការអានេះជារឿងសំខាន់ចឹងបានខ្ញុំដាក់ចំណងជើងមួយដែលបងប្អូនយើងមិនអាចយល់ច្បាស់ហើយចំណងជើងនេះខ្ញុំចោទជាសំណួរសួរថាតើម៉ាក្រុងដឹងរឿងលឹមកឹមយ៉ានិងឪពុកសូនតារាទេតើម៉ាក្រុងកាន់អំណាចសពថ្ងៃដោយសារតែចាប់ក្រុមគ្រួសារឪពុកម្ដាយរបស់គណៈបកប្រឆាំងបារាំងដាក់គុកជាចំណាប់ខ្មាំងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតលៀងអេទៀតទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការអលិចបាត់ផ្លាស់ប្ដូរផ្នត់គំនិតមុននឹងចូលទៅដល់ប្រធានបទ2នេះខ្ញុំថ្ងៃនេះអត់មានទេមានគ្រឿងខ្លែងតែមួយគត់ខ្លីហើយវាប្រតិកលាទៅនឹងប្រធានបទទី1តែប៉ុតគ្រឿងខ្លែងនេះគេសួរយូរហើយ2 3ថ្ងៃហើយមិនពី2 ថ្ងៃ2 ថ្ងៃថាចិត្តមួយអាទិត្យក្នុងវិសាបដានេះគាត់ថាខ្ញុំមើលទៅដូចជាមិនសូវចាប់អារម្មណ៍ខ្ញុំលើកយកចំណុចណាដែលពិសេសសុកលេងបឹកនិងសំខាន់មកនិយាយមុនចាត់ជាអតិគឺញ៉ាំឥឡូវនេះដល់វេនខ្ញុំយកសំណួរបងប្អូនដែលផ្ញើមកខ្ញុំពាក់ព័ន្ធជាមួយនឹងញ៉ាំមកនិយាយម្ដងយុទ្ធនាគេថាលោកគ្រូហេតុអ្វីបានជាគណៈបកប្រជាជនឲ្យតែមានរឿងអីហ្នឹងចូលចិត្តតែចេញញ៉ាំសមុទ្រច្រើនណាស់ទោះបីជាប្រើពាក្យផ្សេងគ្នាព្រមសពីប៉ុន្តែន័យក៏ប៉ុណ្ណាហើយខ្ញុំជឿថាប្រតនាបងប្អូននៅក្នុងហ្នឹងក៏ចង់សួរលោកគ្រូរឿងនេះដែរគ្រាន់តែថាកូនខ្មែរប្រុសឆៃប្រិយមិត្តខ្លះគាត់បញ្ចេញមតិតែម្ដងតែគាត់ឌៀមដាមឌឺដងឬក៏ផ្លែផ្កាឬក៏បញ្ចេញមតិសក់ណាវាបកទៅវិញចិត្តជលសា
ប៉ុន្តែអត្តន័យនៅក្នុងហ្នឹងគឺដូចគ្នាហើយខ្ញុំជឿថាបងប្អូនចង់បានចម្លើយសូនតារាគ្រប់គ្នាហេតុអីពីព្រោះសូនតារាពាក្យខ្លី logic បងប្អូនណាពាក្យខ្លី logic បានខើ logic នេះគឺសច្ចធម៌បងប្អូនអាចឆ្លើយអាចនិយាយពី3ទំព័រឧទាហរណ៍ថ្ងៃនេះខ្ញុំនិយាយរឿងមួយខ្ញុំនិយាយថាណែខ្ញុំមិននឹងឆ្លើយខ្ញុំនិយាយរឿងថាហេតុអីបានជាគណៈបកប្រជាជនចូលចិត្តចេញញ៉ាត់ណាឲ្យតែមានរឿងអីញ៉ាត់មានរឿងអីញ៉ាត់រឿងអីញ៉ាត់ណាខ្ញុំនិយាយអំពីពាក្យខ្លីថ្ងៃនេះនៅលើទំព័រ Facebook របស់ហ៊ុនម៉ាណែតគាត់និយាយថាខ្ញុំចង់ផ្ញើសារខ្លីមួយទៅកាន់ប្រិយមិត្តខ្ញុំខំតែអានដល់តែមើលទៅចិត្តពីទំព័របងប្អូនអាហ្នឹងគឺគេហៅថាក្បត់ខ្លឹមសារណាបងប្អូនមានទៅមើលទំព័រ Facebook ហ៊ុនម៉ាណែតហើយជា 4-5 ម៉ោងមុននេះគាត់និយាយអំពីការដកទ័ពណែអាហ្នឹងទីទៀតខ្ញុំចូលក្នុងប្រធានបទទី1ចាំខ្ញុំនិយាយសូកែប៉ាវគាត់ថាខ្ញុំសរសេរប្រធានបទខ្លីបងប្អូនទៅមើលមានតែខ្លីណាប្រធានបទខ្លីទៅតែដូចសនតារាទីឲ្យគេសួរថាចម្លើយអានេះទាញចូលទៅហេតុអ្វីបានជាគណៈបកប្រជាជននិយមនឹងចូលចិត្តចេញញ៉ាត់អាស្អីក៏ញ៉ាត់អាស្អីក៏ញ៉ាត់ពីព្រោះពួកគេចូលចិត្តរបស់คล้ายជាងការពិតណាសវណ្ណគិរីអាមិនក៏ទៅជាអញ្ចឹងវិញពីព្រោះពួកគេចូលចិត្តរបស់คล้ายជាងការពិតណាប៉ុន្តែលោកគ្រូអត់យល់ទេពួកគេចេញណាអាមិនបាននិយាយលោកគ្រូឆ្លើយថាពួកគេចូលចិត្តរបស់คล้ายជាងការពិតឥឡូវខ្ញុំសួរមើលតើញ៉ាត់ជារបស់คล้ายឬក៏ជារបស់ពិតចុះបើពួកគេមិនចេញញ៉ាត់តើនឹងមានរឿងអ្វីកើតឡើងសូមបុណ្យសូមអានឹងនិយាយសួរដែរមិនលោសិចចម្លើយញ៉ាត់គឺជាពាក្យคล้ายពាក្យបញ្ចោពាក្យបច្រើពាក្យបច្រើពាក្យលើកជើងដើម្បីបានផលប្រយោជន៍ទេបញ្ចោណាដើម្បីបានផលប្រយោជន៍ទេអានឹងគឺញ៉ាត់អានឹងតែខ្ញុំហៅថាពាក្យបញ្ចោបច្រើលើកជើងនិយាយដើម្បីឲ្យហ៊ុនសែនសบายហើយដើម្បីការពារផលប្រយោជន៍អាហ្នឹងគឺគេហៅថារបស់คล้ายហេតុអីបានពួកគេចូលចិត្តធ្វើរឿងคล้ายមលិសខ្មែរក្រពីព្រោះហ៊ុនសែនគាត់คล้ายគាត់ចូលចិត្តរបស់คล้ายជាងរបស់ពិតជាងរបស់ពិតជាប់គុកបើយើងនិយាយការពិតជាប់គុកស្រុកខ្មែរបច្ចុប្បន្នអ្នកនិយាយការពិតគឺត្រូវច្រៀងបទញុះញង់អ្នកនិយាយលើកជើងคล้ายគឺទទួលបានលៀបសក្ការៈបុណ្យស័ក្តិអាហ្នឹងឥឡូវយើងសួរខ្ញុំនិយាយរឿងប្រវត្តិរបស់យើងចម្លើយគឺឃើញហើយអ្វីបានជាពួកគេចូលចិត្តចេញញ៉ាត់បងប្អូនឆ្លើយដឹងហើយពីព្រោះពួកគេចូលចិត្តคล้ายជាងការពិតហើយញ៉ាត់គឺសុទ្ធតែคล้ายចឹងមកខ្ញុំត្រូវសួរថាញ៉ាត់คล้ายគឺវាអត់ចេញពីឆន្ទៈទេសាអ៊ីស្មីលបរិបូរ៉ាឥឡូវខ្ញុំនិយាយអំពីជំសំណួរមួយទៀតឌីបុលអអៃដែលសួរថាចុះពួកគេមិនចេញញ៉ាត់នឹងមានរឿងអីកើតឡើងនេះខ្ញុំនិយាយបងប្អូននៅក្នុងប្រទេសកម្ពុជាបើសិនជាមនុស្សគ្រប់គ្រងហ៊ុនសែនដូចញ៉ាត់គាត់មិនមែនខ្លាចបោះឆ្នោតទេគាត់មិនមែនកំទេចគណៈបកគាត់ទុកទៅគណៈបកយ៉ងតែគាត់បញ្ជាបានទេហើយបើមិនចេញញ៉ាត់គឺអាចមានរឿងរហូតដល់ជាប់គុកណាបងប្អូនដូចជាស្ថាប័នខ្លះអត់ចេញញ៉ាត់អាចគេដកតំណែងអាចគេចោទណែអីចឹងទៅឧទាហរណ៍ថាដូចជាឪពុករបស់ខ្ញុំនឹងមិនអាចបញ្ចុះបញ្ចូលសូនតារាបានដើម្បីឲ្យទៅចោះចូលជាមួយហ៊ុនសែនគេចាប់ដាក់គុកណាអញ្ចឹងណាដូចគ្នាបងប្អូនមានដឹងថានៅក្នុងប្រទេសកម្ពុជាចេញញ៉ាត់គឺជាសេចក្តីភ័យខ្លាចណាម្នាក់គាត់តែចេញមកនេះគេកោះហៅប្រជុំខ្ញុំធ្លាប់ធ្វើជានាយកមហាវិទ្យាល័យព្រឹកបរោះហើយយើងនិយាយភាសាទៅខ្ញុំធ្លាប់ធ្វើជានាយកមហាវិទ្យាល័យនៅក្នុងសាកលវិទ្យាល័យមួយបើសិនជាហ៊ុនសែននិយាយអីគេចេញព្រមព្រៀងតាសាលាត្រូវកោះថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាលាទៅប្រជុំបងប្អូនដើម្បីសួរដើម្បីព្រៀងញ៉ាត់ខ្ញុំអ្នកសរសេរញ៉ាត់កោតទោសកម្មវិខាសូមតែអ្នកសរសេរញ៉ាត់កោតទោសកម្មវិខានិយាយដូចខ្ញុំខាននិយាយយូរដល់ដូច 3-4 ឆ្នាំហើយខ្ញុំអ្នកអានញ៉ាត់កោតទោសកម្មវិខាទៀតកាលខ្ញុំនៅជាថ្នាក់ណាថ្នាក់គ្រប់គ្រងកាលថ្នាក់ដឹកនាំនៅសាកលវិទ្យាល័យមួយកាលនោះកម្មវិខាគាត់និយាយរឿងគុកតួស្លែងគណិតកុកស៊ីហើយគណៈបកប្រជាជនមុនលោកប្រធានសំស៊ីចូលស្រុកកាលឆ្នាំ2013ហើយគណៈបកប្រជាជនគេដើរតួធ្វើអត្រឹមត្រូវថាកម្មសខាហ្នឹងអ
អត់ទទួលស្គាល់គុកទូស្លែងហើយគេចេញបាតកម្មទូទាំងប្រទេសចេញរូបពលបិសចេញបាតកម្មទូទាំងប្រទេសកាលនោះបាតកម្មគ្មានអ្នកណាគេចូលរួមទេគឺក្រសួងគេបញ្ជាតែម្ដងគេបញ្ជាឲ្យមនុស្សធ្វើអញ្ចឹងបានបោះឆ្នោតចាញ់បងប្អូនពិចារណាមើលមនុស្សបាតកម្មប្រឆាំងកម្មសិក្ខាទូទាំងប្រទេសហើយដល់បោះឆ្នោតចាញ់គណៈបក្សសង្គ្រោះជាតិថៃសាន់នេះមានតែមិនខ្ញុំសូនតារាគឺដឹងខ្លួនឯងនឹងគឺច្បាស់ហ្មងច្បាស់ដល់ទៅពេលចឹងទៅបងប្អូនណាខ្ញុំមិនអ្នកសរសេរសួរថាចិត្តខ្ញុំចង់សរសេរទេអត់ទេបងប្អូនអត់ទេឲ្យខ្ញុំមិនប៉ុន្តែការងារអាហ្នឹងវាទៅអញ្ចឹងណាចិត្តខ្ញុំក៏នោះខ្ញុំចេញបោះបង់ចោលលាចេញពីនាយកមហាវិទ្យាល័យពេលដែលសំរងស៊ីចូលស្រុកសំស៊ីចូលស្រុកអាការនេះហ្នឹងខ្ញុំទៅប្រាក់ខែប្រាក់ខោប្រកាសចូលស្អីទេទៅហើយមែនទេប៉ុន្តែមុនហ្នឹងដូចជាខ្ញុំគ្រោងចេញខ្ញុំនៅមិនយូរទេប៉ុន្តែកលៈទេសៈហ្នឹងខ្ញុំនៅសិនដល់តែខ្ញុំហ្នឹងហើយសូនតារាបងប្អូនអ្នកដែលសរសេរញាក់ហើយមនុស្សទាំងអស់គ្មាននរណាទៅមានចិត្តទៅខឹងកម្មសិក្ខាប៉ុន្តែស្អីសោះបងប្អូនគេគ្រប់គ្រងកម្មសិក្ខាគាត់ពួកកម្មសិក្ខាគាត់ចាប់ដៃជាមួយសំរងស៊ីហើយលក្ខណៈករណាដល់តែពេលអញ្ចឹងទៅខ្ញុំអានញាត់កោទៅកម្មសិក្ខារឿងគុកទូស្លែងខ្ញុំអ្នកសរសេរចូលរួមមិនមែនអ្នកសរសេរទាំងក្រុមទេខ្ញុំសូនតារាអ្នកចូលរួមសរសេរនិងអ្នកអានដោយផ្ទាល់ដៃកាន់ក្បាលមីក្រូខ្ញុំប្រាប់បងប្អូនញាក់ហើយរាល់ញាក់ទាំងអស់ខ្ញុំតែងតែចូលរួមសរសេរហើយគ្មានចេញពីឆន្ទៈទេគឺបើមិនសរសេរញាក់នៅក្នុងក្រសួងនៅក្នុងស្ថាប័នមួយនៅក្នុងប្រទេសកម្ពុជាណានឹងត្រូវមានរឿងបងប្អូនមិនគេហៅស្គាល់របបផ្ដាច់ការគេញញឹមពីខាងក្រៅប៉ុន្តែក្នុងចិត្តគឺគេជញ្ជក់គេបើជញ្ជក់បងប្អូនគេខំគេមានចង្គោមទៅទៀតហ៊ុនម៉ាណែតគាត់មានចង្គោមគាត់តែចង្គោមហ្នឹងគាត់អត់ប្រើនៅលើឆានត្រជាតិទេគាត់ញញឹមញញែមើលទៅជាសុភាពបារម្ភប៉ុន្តែនៅក្នុងស្រុកគាត់មានចង្គោមគាត់បិទយ៉ាងនោះមកខំគ្រប់ឧទាហរណ៍ថាគាត់ធ្វើដល់រឿងអីដូចរឿងលឹមកំយ៉ាតិចខ្ញុំទៅនិយាយរឿងឪពុករបស់ខ្ញុំគាត់ធ្វើដល់មានដឹងរឿងកាលឡើងអស់ប៉ុន្តែឪពុកខ្ញុំគាត់ខំច្បាស់ណាប៉ុន្តែគាត់ធ្វើដល់រឿងអីអាហ្នឹងហើយដែលខ្ញុំចង់និយាយថានៅនិយាយពីញាក់មួយញាក់នេះបងប្អូនសរុបសេចក្តីមកសកុនតរីអ៊ុំមីសែនវិចិត្រសុសិតតែជារបស់ខ្លាំងទេហើយមនុស្សអត់ចេញពីឆន្ទៈទេហើយបើអ្នកណាមិនចេញញាក់ពីហ៊ុនសែនថាអីមួយណាគឺអ្នកនោះត្រូវប្រឈមទៅនឹងណាអាយុជីវិតនៅក្នុងប្រទេសកម្ពុជាបងប្អូនត្រូវយល់បើអញ្ចឹងមនុស្សណាហ៊ានបោះឆ្នោតហើយមួយចុះញាក់ហ្នឹងវាផ្ដើមចេញពីណាមកប្រភពញាក់ហ្នឹងវាផ្ដើមចេញពីប្រវត្តិមហាម៉ាត់សាឡេះអាកម្មតាំងពីពុកកុម្មុយនីសហើយញាក់ដែលផ្ទុះខ្លាំងជាងគេគឺក្នុងអំឡុងពេលដែលគណៈបកប្រជាជនចាញ់គណៈបកហ៊ុនស៊ិនប៉ៃពេលហ្នឹងពេលដែលហ៊ុនសែននិយាយអីគឺមានអ្នកបន្តទាំងដៃក្រសួងនីមួយៗគេប្រកួតញាក់គ្រប់ត្រដល់តែប្រកួតញាក់គ្រប់ត្រញាក់ក៏ចេញញាក់ក៏ចេញអ្វីក៏វាយដល់តែពេលយ៉ាងណារ៉ាហ្វាវាអត់ទទួលបានជោគជ័យប៉ុន្តែគេនៅអនុវត្តអានេះដល់ទៅពេលអនុវត្តអានេះញាក់ណាមានន័យ3យ៉ាងមានន័យ3យ៉ាងទាំងយើងដឹងខ្លួននិងយើងមិនដឹងខ្លួនទី1និយមន័យខ្ញុំមិនបាននិយាយទេកូនខ្មែរគឺគណៈបព្វជិជនគេនេះញាក់មានន័យថាគេចូលចិត្តខ្លែងខ្លាយជាងការពិតព្រោះញាក់គឺជាសារខ្លែងខ្លាយជាសារបចើប្រឡោមលោកលើកជើងទេមិនជាសារមែនទេមួយទី2ញាក់មានន័យថាគម្រាមកំហែងហ្នឹងគឺគម្រាមកំហែងដល់មន្ត្រីរាជការក្រសួងស្ថាប័នសាកលវិទ្យាល័យជារដ្ឋនិងឯកជនទាំងអស់អីចឹងបើមិនចេញណាអង្គការស្ថាប័នអង្គការចាត់តាំងរបស់អ្នកឯងហ្នឹងគឺប្រឈមទៅនឹងហានិភ័យប្រឈមទៅនឹងគ្រោះថ្នាក់អញ្ចឹងមនុស្សត្រូវតែទៅប្របីនេះគ្មានណាទៅគ្រប់គ្រងទេតើអត់ទី3វាបង្ហាញអំពីការដាក់សម្ពាធនយោបាយបង្ក្រាបនយោបាយអាហ្នឹងគឺចិត្តសាស្ត្រមកណាអ្វីទៅហៅដាក់សម្ពាធនយោបាយបង្ក្រាបចិត្តសាស្ត្រនយោបាយមានន័យថាគឺធ្វើពេលហ៊ុនសែននិយាយយើងទៅគឺធ្វើប្រព័ន្ធផ្សព្វផ្សាយនិយាយម៉ងទៅគួរឲ្យអាសានឹងវាគ្របបងប្អូនយល់ពាក្យសូនតារាឲ្យសារនឹងវាគ្របទៅលើសង្គមវាគ្របទៅលើផ្នែកកំណត់មនុស្សដទៃទៀតនឹងមើលទៅឃើញថាអូបាក់ស្រុតណាចង់មិនចង់ទៅតាមគេទាញយកទៅតែម្ដងទាញទាំងយើងទាំងគេចេញសារគេចេញញាក់ច្រោមយកឲ្យចង់ទៅរញ៉ៃប៉ុសលឺទៅផ្សាយទៅអាញាក់ហ្នឹងគឺវាយកទៅសង្គ្រប់ផ្លូវចិត្តសាស្ត្រមែនទេឲ្យមនុស្សហ្នឹងក្រាបអាហ្នឹងគេហៅថាគឺជាការគ្រប់គ្រងចិត្តសាស្ត្រដើម្បីឲ្យមើលទៅឃើញថាផុសផុលអញ្ចឹងមនុស្សចង់មិនចង់អ្នកណាចង់ហ៊ានមាត់តាមគេតាមអីបើនោះវាផ្អើលបាត់ហើយ3សារហ្នឹងខ្លឹមសាររបស់ញាក់ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនរ៉ែភ្នែកសូនរ៉ាមើលមិនសូវឃើញតែទៅរបស់ក្បាលទៀតមែនទេស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់មើលឃើញព្រិលតែឈ្មោះខ្ញុំអានត្រូវណានៅអានត្រូវតែព្រិលដូចរំមេតាអ៊ុំមើលឃើញមែនទេវិចិត្រសួនមើលឃើញដែរប្រធានបទទី1ចាស់ហើយបាទ
បើនិយាយចឹងបងប្អូនថាលោកគ្រូចាស់អីទេមើលទៅវាសង្ហាដូចជា20ក្រាស់30ស្ដើងណាខ្ញុំគេនិយាយចឹងខ្ញុំអត់មានដៃកន្ទោះអីទេគេថាទេលោកគ្រូនៅក្រៅសង្ហាស្អាតជាងនៅក្នុង Facebook ណានៅក្នុង Facebook មើលទៅគាត់តែចេះពាក្យនេះត្រូវតែមានពាក្យពីរនេះក៏ត្រូវតែមានជាប់គ្នាវងវាគឺទី1ទេលោកគ្រូនៅក្រៅឬសង្ហាហើយក្មេងជាង Facebook កាលក្នុង Facebook មើលទៅដូចជាមនុស្សរៀងមានចំណាស់ជាងហ្នឹងអានេះអាការពិតទី1ដែលបងប្អូនច្រើននិយាយចាំបូណាការពិតទី2បងប្អូនថាជុំលោកគ្រូមើលក្នុង Facebook និយាយពីធំស្រីបើហើយដល់មកនៅក្រៅ Facebook ហ្នឹងតូចណាមិនតូចប្រហែលគាត់ថាវាអត់ធំនៅក្នុង Facebook បើនៅក្នុង Facebook លេងឃើញប៉ុណ្ណានៃមនុស្សស្ទើរតែគ្រប់គ្នានិយាយគាត់ថាអូជួបលោកគ្រូនៅក្រៅលីប៉ូហេងស្មានតែប៉ុណ្ណានៃ1.80 ម៉ែត្រអីហើយតាមពិតមានឯណានៅក្រៅមិនធំដូចនៅក្នុង Facebook ផងចឹងអាពាក្យពីរនេះលឺរហូតប៉ុន្តែបើនិយាយដែលថាលោកគ្រូជួបនៅក្រៅដូចជារៀងតូចជាងនៅក្នុង Facebook ខ្ញុំក៏ឆ្លើយតបទៅវិញថាធម្មតាអ្នកឃើញតែក្នុងកាមេរ៉ាប៉ុន្តែកាមេរ៉ាកុំសូវជឿពេកណាអានេះចម្លើយការពិតប៉ុណ្ណឹងកាមេរ៉ាកុំសូវជឿពេកបងប្អូនអើយមនុស្សឥឡូវនេះតែនិយាយចឹងមកខ្ញុំឲ្យតែថតរូបទៅឃើញវាស្អាតពេកហ្នឹងមិនផុសទេបងណាតែថតម្ដងទៀតធ្វើម៉េចឃើញបជ្រុយឃើញជ្រួញឃើញអីខ្លះចឹងណាពុំមនុស្សឥឡូវលេង Facebook មកស្រីគេមិនចេះដាក់ស្អីគេបងប្អូនណាចឹងហើយបានជាឥឡូវនោះពីដើមមនុស្សគឺជឿទៅលើអាកាមេរ៉ាហ្នឹងឲ្យតែឃើញស្អាតគេច្រើនបោកគ្នានៅទៅលើកាមេរ៉ាហ្នឹងដល់តែពេលឥឡូវអត់ទេបងប្អូនណានិយាយពីក្នុង Facebook និយាយពីស្អាតនោះស្អាតដល់តែជួបក្រោយមុខដោយសម្ដេចហ៊ុនសែនមិនថានិយាយពីមនុស្សហ្នឹងបាក់ដៃបាក់ជើងចឹងបើសិនគេថាលោកគ្រូជួបនៅក្រៅនោះវាស្អាតសង្ហាជាងក្នុង Facebook ទៅទៀតនេះស្បែកមុខឲ្យឡើងភ្លឺរលោងខ្ញុំអត់ដែរជំទាស់តមកប្រកែកទេខ្ញុំគ្រាន់តែនិយាយថាអរគុណច្រើននៅរាហៀងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាគ្រីស្ទីណាកាំងស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់និយាយរងណាត់ប៉ុណ្ណឹងបាទអរគុណច្រើនបាទនេះឬក៏យើងអាចនិយាយថាអូភ្នែកមុតភ្នែកមុតបងប្អូនយើងខ្លះភ្នែកមុតមើលឃើញលោកគ្រូសង្ហាតែបងប្អូនខ្លះក៏អត់មើលអត់ឃើញបងប្អូនណាដល់មើលឃើញមានន័យថាក៏អត់ពាក់វ៉ែនតាប្រធានបទទី1ឥឡូវយើងចូលដល់ភូតច្រើនចាញ់អាត្មាគឺសភាសិទ្ធខ្មែរយើងថ្ងៃនេះខ្ញុំសរសេរមួយផ្កាកំពុងធំបើមិនអាចកុំថោមឲ្យឆ្កែអអាហ្នឹងពាក្យខ្មែរយើងពាក្យខ្មែរល្អបងប្អូនណាទីរត់មែនទេពាក្យខ្មែរយើងគេថាកបីស៊ីស្រូវបងមិនសូវហ៊ានដេញកបីដល់ចិនបងដេញឲ្យស្រីមើលខ្លះគេថាខ្ញុំសរសេរហ្នឹងបើមិនអាចកុំថោមឲ្យឆ្កែអណាដំបៅមិនឈឺយកឈើរុកអានោះពាក្យខ្មែររួមហ្នឹងគោដំបៅខ្នងក្អែកហើរំលងរំសាយកន្ទុយសាច់មិនបានស៊ីយកឆ្អឹងភ្ជួរកថ្ងៃណាមួយមើលបងប្អូនថ្ងៃណាបងប្អូនអ្នកដែលអង្គរជុទីចងក្រងពាក្យសុភាសិតខ្មែរយើងឲ្យចម្លែកហ្នឹងចូលមើលធ្វើសេចក្តីអធិប្បាយសភៅមកក្បាលអាចបានសភៅមកក្បាលខ្មែរយើងសម្បូរណាមែនឆ្អឹងសាច់មិនបានស៊ីយកឆ្អឹងភ្ជួរកអាហ្នឹងគឺសុទ្ធតែជាខ្លឹមសារណានៅក្នុងសុភាសិតខ្មែរឥឡូវខ្ញុំនិយាយអំពីរឿងកែសម្រួលតបនិងដកតបកាលពីម្សិលមិញខ្ញុំនិយាយលម្អិតរឿងកែសម្រួលនិងដកតបហើយខ្ញុំបាននិយាយពីវិជ្ជមាននិងអវិជ្ជមានថ្ងៃនេះខ្ញុំមិនបាននិយាយទៀតប៉ុន្តែខ្ញុំនឹងនិយាយអំពីផលប៉ះពាល់នៃសម្ដីរបស់មេដឹកនាំកម្ពុជាសម្ដីមេដឹកនាំកម្ពុជាណាគេហៅថាបើសម្ដីវិលល្ងាចវាឆ្លុះបញ្ចាំងអំពីតម្លៃរបស់ខ្លួនបងប្អូនឥឡូវនេះណាគណៈបកកុំថាឡើយគណៈបកប្រឆាំងសំបីតែគណៈបកប្រជាជនណាថ្ងៃក្រោយហ៊ុនសែននិយាយអីក៏គេអត់ជឿដែរហ្មងគ្រាន់តែគេអត់ប្រកែកបងប្អូនមានចាំបានប្រធានបទនៃគ្រឿងខ្លែងទី1ទេក្តឹបសវ៉ាតគ្រឿងខ្លែងទី1តែពិតខ្ញុំនិយាយពាក្យកណ្ដាលនៃគ្រឿងខ្លែងនៃប្រធានបទទី1ថាគឺញាត់មនុស្សអត់គ្រប់គ្រងហ៊ុនសែនទេមនុស្សអត់ជឿតាមហ៊ុនសែនទេប៉ុន្តែមនុស្សត្រូវតែចេញតែខាត់បើមិនចឹងទេមានហានិភ័យត្រូវគេគំរាមកំហែងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាបងយល់ពីបងអានេះច្បាស់ហើយសម្ដីមេដឹកនាំគឺសាបរៀបចុះផលបន្តទៀតបើកណាសម្ដីមេដឹកនាំសាបរលាបណាស់បងប្អូនមេដឹកនាំសល់តែអំណាចបញ្ជាទេបាត់អំណាចគ្រប់គ្រងបងប្អូនស្ដាប់ពាក្យផ្លែក
Tiger Forest นั่นรีเจนิสองมาพูดถึงไอ้สูตรเนี่ยนะฮะอำนาจบัญชีนั่งอำนาจคอนโทรลก็เขาเรียกไหมบางคนอำนาจบัญชีเอามีอธิปเลยอำนาจคอนโทรลมีอธิปอำนาจบัญชีคือชื่ออำนาจตู้ในตีกระตับกระตัดได้เตยได้เฟื่อคานเหมือนบานប៉ុន្តែអត់មុខមុតបើសិនជាមានរឿងអីកាយប្រែបន្តិចអំណាចនោះដូចតកកជារលាយខ្ញុំឧទាហរណ៍ដូចជាប្រទេសមួយចំនួនដែលកាន់អំណាចផ្ដាច់ការអត់មានតែអំណាចបញ្ជាមានអត់តែអត់មានអំណាចឆន្ទៈអត់មានអំណាចឆន្ទៈឬក៏អំណាចគ្រប់គ្រងទេពេលដែលមានព្រឹត្តិការណ៍អេកឡាក់ទិកមកអាលីខ្សលពួកនោះគឺវាអត់ចង់ស្ដាប់បញ្ជាទេអាប់ឌុលអាឌីស៊ូឡាម៉ាននេះមកប៉ុនមើលទៅអត់ប្រទេសមួយចំនួនដែលមានកងទ័ពអត់ស្ដាប់បញ្ជាកងទ័ពស្ដាប់បញ្ជាប៉ុន្តែនៅពេលដែលកម្លាំងប្រជាជនវាខ្លាំងទៅពួកនោះគឺថយឯងអត់មានមកប៉អត់មានមកប៉អីទេអាចមកទល់នៅដូចជានៅស៊ីរីដូចជានៅស្អីបង់ក្លាដេសនៅអីផ្សេងៗណាហើយនៅប្រទេសច្រើនទៀត Superman AI នៅកូរ៉េខាងត្បូងអីហ្នឹងណាអាហ្នឹងគេហៅថាអំណាចបញ្ជាមិនមែនជាអំណាចគ្រប់គ្រងឬក៏អំណាចឆន្ទៈទេអំណាចគ្រប់គ្រងនិងអំណាចឆន្ទៈងាប់ចោលបងងាប់ចោលមានន័យថាលះបង់ដើម្បីបុព្វហេតុយុត្តិធម៌ឬក៏ដើម្បីបានកតិរបស់ខ្លួនតែគាត់ទេអញ្ចឹងហ៊ុនសែនទទួលស្គាល់បងប្អូនគាត់មានអំណាចគ្រប់គ្រងគាត់មានអំណាចទាំងពីរគាត់មានអំណាចគ្រប់គ្រងនិងអំណាចបញ្ជាគឺគាត់ប្រើតួនាទីរបស់គាត់ណាតួនាទីជាប្រធានគណៈបកហើយនឹងកូនរបស់គាត់ជានាយករដ្ឋមន្ត្រីគាត់មានអំណាចព្រោះតែគាត់មានតួនាទីបើនៅសនតារាគេហៅថាអំណាចគ្រប់គ្រងអំណាចគ្រប់គ្រងហ្នឹងគឺខ្ញុំបងប្អូនគ្រប់គ្រងណាឧបិច្ចសំណាងជុំវិញពិភពលោកទៅប្រទេសណាក៏បានខ្ញុំនិយាយមានបងប្អូនខ្មែរជុំវិញពិភពលោកណាភ្លុកទឹកភ្លុកដីអានឹងពាក្យគណៈបព្វជិជនគ្រប់គ្រងទូរទស្សន៍សនតារាហើយបងប្អូនខ្ញុំអត់មានឲ្យលុយអត់មានឲ្យប្រាក់ខែអត់បញ្ជាទេជាឆន្ទៈអានេះគេហៅថាអំណាចគ្រប់គ្រងគឺបរិសុទ្ធ Jennifer Bun ចុះហ៊ុនសែនគាត់បើអត់ទូនាទីជាមនុស្សធម្មតាដូចសនតារាគេអត់មើលមកគាត់ទេណាSuras Simpon ហ៊ុនម៉ាណែតណាបើគាត់ជាមិនជាកូនហ៊ុនសែនណានិយាយទៅនឹងគេអត់ទៅស្គាល់ពីណាគេផងគាត់ណាបើគាត់មិនមែនជាកូនហ៊ុនសែនរុយបាល់ខៀវហើយឡើងតាមជើងខោពាក្យលោកសំរងស៊ីណាគឺដោយសារតែមានកាន់តួនាទីជានាយករដ្ឋមន្ត្រីជាប្រធានគណៈបកទេបើអត់សូនបងប្អូនពិចារណារវាងហ៊ុនម៉ាណែតហើយនិងសូនតារាតើមួយណាមានអំណាចជាហ៊ុនម៉ាណែតអត់មានអំណាចទេហ៊ុនម៉ាណែតគឺមានអំណាចបញ្ជាគេហៅថាអំណាចផ្ដាច់ការអានេះដូចអ៊ីតាលីដូចពួកនៃកូរ៉េខាងជើងអីចឹងទៅដើម្បីឲ្យខ្លួនឯងមានអំណាចត្រូវរក្សាតួនាទីនឹងឲ្យជាប់លាប់ត្រូវកាន់អំណាចនេះឲ្យជាប់លាប់តួនាទីលីតាអេនជាទូចគឺនាយករដ្ឋមន្ត្រីកាន់អំណាចគឺកាន់ទាហានដើម្បីឲ្យមានអំណាចត្រូវតែកាន់ទាហានកងកម្លាំងប្រដាប់អាវុធយើងនិយាយថាវាមានទាហានវាមានប៉ូលីសវាមានកងរាជអាវុធហត្ថនេះដើម្បីឲ្យខ្លួនឯងមានអំណាចសម្បត្តិនេះត្រូវតែកាន់តួនាទីលើហ្នឹងត្រូវតែកាន់អំណាចកងកម្លាំងប្រដាប់អាវុធនិងកាន់គុកបើសិនជាបាត់តួនាទីតែមុខក៏គេមិនមើលផងឥឡូវបើប្រៀបធៀបមួយសូនតារាខ្ញុំកងទ័ពពួកខ្ញុំអត់មានខុតស័កចាំស៊ីណាណាសេដ្ឋកិច្ចរដ្ឋបាលទុកតឡាការខ្ញុំអត់កាន់ប៉ុន្តែសួរថាបើសិនជាសូនតារាទៅណាបងប្អូនមកភ្លុកទឹកភ្លុកដីជប់ជុំគ្រប់ត្រសួរថាខ្ញុំមានតែជួលបងប្អូនvìខ្ញុំចំណាំលេងនិយាយប៉ិតនៅអាមេរិកចឹងមានបងប្អូនគាត់បើកឡាន500គីឡូម៉ែត្រ400-500គីឡូម៉ែត្រវាថាគូវាមិនដែរទេស្រុកអាមេរិកយើងថា500គីឡូម៉ែត្រ500គីឡូម៉ែត្រគេបើកប្រហែល6ម៉ោងទេ400គីឡូម៉ែត្រគេបើក6ម៉ោងទេបងប្អូន500គីឡូម៉ែត្រគេបើក5ម៉ោងទេ5ម៉ោងទៅស្មើយើងបើកពីភ្នំពេញទៅសៀមរាបណាមានតែអ្នកខ្លះបើកអត់ដល់5ម៉ោងផងណាថា5ម៉ោងចុះបើកឡានផ្លូវលឿនផ្លូវលឿន500គីឡូម៉ែត្រស្មើប្រហែល400ម៉ៃជាងបងប្អូនយើងខ្លះគាត់បើកត្រឹមប្រហែល5ម៉ោងទៅបើកដល់ទៅនេះសូមមិនដែរបើមិនអោយលុយគេបើមិនជួលឡានជួលយន្តហោះយោងតាមពុកទូចមីសកុសលបើមិនជួលមនុស្សឲ្យទៅទទួលហើយបើមិនបញ្ជាទូតនិងក្រសួងបណ្ដាញនៅក្រៅប្រទេសនឹងឲ្យទៅគ្មានអ្នកណាគេទៅមើលមកហ៊ុនម៉ាណែតទេបងប្អូនអត់មានទេអញ្ចឹងបងប្អូនគាត់តែប្រៀបធៀបប៉ុណ្ណេះអានេះខ្ញុំនិយាយពីអំណាចមានន័យថាហ៊ុនសែនហ៊ុនម៉ាណែតគាត់អត់មានអំណាចគ្រប់គ្រងទេគាត់អត់មានតែទួយគាត់អត់មានអំណាចនឹងខ្លាំងទេគាត់អត់មានអំណាចគ្រប់គ្រងអត់មានអំណាចឆន្ទៈពីប្រជាជនខ្លាំងចុះបើសិនឃើញប្រជាជននិយាយថាខ្ញុំបដូរតែជាមួយតេជោអាហ្នឹងគេថតកុនទេមែនទេគឺ
គឺគាត់មានតែអំណាចទូនីតិនិងអំណាចបញ្ជាដើម្បីឲ្យគាត់មានអំណាចគាត់ត្រូវតែស្ថិតនៅក្នុងការកាន់ទូនីតិបើទូនីតិស្មើតែ0ដុល្លារតែមុខគេអត់មើលផងបងប្អូនតែមុខគេមិនមើលផងអញ្ចឹងចុះចំណុចទៅនេះវាពាក់ព័ន្ធនឹងប្រធានបទពាក់ព័ន្ធមានន័យថាហ៊ុនសែនណាគាត់នឹងបាត់បង់អំណាចគ្រប់គ្រងមានន័យថាមនុស្សអត់ជឿគាត់ទេថ្ងៃក្រោយគាត់និយាយគឺគេលែងជឿក្នុងជាពិសេសក្នុងគណៈបព្វជិជនណាគាត់តែគេមិនហ៊ានមាត់គេមិនហ៊ានតតាគេមិនហ៊ានចរចាគេមិនហ៊ានបញ្ចេញមតិយោបល់គេមិនហ៊ានតតាំងគេនៅតែចេញញ៉ាក់ដដែលគេចេញញ៉ាក់គឺព្រោះតែបើមិនចេញមានគ្រោះថ្នាក់ដល់អាយុជីវិតដូចនៅប្រទេសកូរ៉េខាងជើងមានគ្រោះថ្នាក់ដល់អាយុជីវិតមិនទេខ្ញុំចង់ឲ្យអ្នកដឹងដល់អញ្ចឹងគឺគាត់សាប្រលីបដោយខ្លួនឯងពីមុនមនុស្សនៅគ្រប់គ្រងគាត់ច្រើនធម្មតាសម្ដីសំខាន់គាត់ណាមនុស្សនៅគេហៅថាអំណាចគ្រប់គ្រងមនុស្សនៅគ្រប់គ្រងគាត់ច្រើនគាត់មានទាំងអំណាចគ្រប់គ្រងនិងអំណាចបញ្ជាអំណាចទូនីតិប៉ុន្តែក្រោយមកទៀតគាត់សល់តែអំណាចទូនីតិឯងអំណាចបញ្ជាហើយអំណាចបញ្ជានឹងគឺជាអំណាចដូចតកបងណាវាអត់ដូចមាសអត់ដូចពេជ្រទេវាអត់ដូចមាសទេវាប្រៀបធៀបទៅអំណាចនេះដូចអំណាចតកនេះដើម្បីរក្សាភាពកករបស់វាគឺត្រូវធ្វើម៉េចគឺត្រូវធ្វើឲ្យវាត្រជាក់រហូតកុំឲ្យវាឡើងសីតុណ្ហភាពលើសពី0អញ្ចឹងឯងបានជាបងប្អូនមើលផែនដីនៅតំបន់ប៉ូលតករាប់លានឆ្នាំដោយសារតំបន់នោះវាត្រជាក់រហូតក្រោម0រហូតអំណាចបញ្ជាប្រៀបដូចជាតកចឹងណាដើម្បីឲ្យវាកកបានសុខាមេត្តាត្រូវតែរក្សាសីតុណ្ហភាពក្រោម0ចុះដូចគ្នាហ៊ុនសែនហ៊ុនម៉ាណែតដើម្បីរក្សាអំណាចបានត្រូវតែកាន់ទូនីតិកាន់អំណាចឲ្យបានអំណាចគុណធម៌ឬក៏អំណាចគ្រប់គ្រងដូចនេះទៅវិសូមរាជចេះគឺប្រៀបដូចជាមាសចឹងបងប្អូននៅក្នុងតកក៏បានដាក់ក្នុងភ្លើងក៏បានដែរហើយហ៊ុនម៉ាណែតហ៊ុនសែនក៏មានអំណាចពីរនឹងអាចថាប្រហែលគ្នាបារាជសិនប៉ុន្តែក្រោយពេលដែលគាត់និយាយថ្ងៃមិញម្សិលមិញនរណាញញឹមដាក់បងថ្ងៃនេះនៅល្អធ្វើមុខប្រពន្ធមានន័យថាម្សិលមិញអូននិយាយថាបងថាស្រឡាញ់អូនណាថ្ងៃនេះបងនេះអូនប្រែក្រឡាស់ស្រឡាញ់អ្នកដទៃអានឹងណាថ្ងៃក្រោយទៅគាត់និយាយមែនទែនគណៈបព្វជិជនអត់ជឿទេដល់តែអត់ជឿគាត់បាត់បង់អំណាចគ្រប់គ្រងហើយគណៈបាត់បង់អំណាចគ្រប់គ្រងមានតែខ្ញុំប្រៀបធៀបទៅនឹងតកជាចំណុចចាប់ផ្ដើមនៃការរលាយបងប្អូននោះជាចំណុចចាប់ផ្ដើមនៃការរលាយគ្រាន់តែថាគាត់រក្សាវាឲ្យស្ថិតនៅក្នុងសីតុណ្ហភាពប៉ុណ្ណោះគាត់ត្រូវរក្សាកម្ដៅឲ្យនៅក្រោម0ប៉ុណ្ណោះប៉ុន្តែក្នុងរយៈពេលប្រហែលឆ្នាំយ៉ាងណាឲ្យតែទង្វើរបស់យើងនឹងបញ្ជាក់អំពីការហៅថាពាក្យសម្ដីយើងយកជាការបានណាទោះជាគាត់ខ្លាំងគាត់អាចកាន់អំណាចយូរគាត់អាចខ្លាំងគាត់អាចកាន់អំណាចយូរប៉ុន្តែទង្វើរបស់គាត់ឧទាហរណ៍បងប្អូនមើលឃើញស្រាប់ហើយអយុត្តិធម៌សង្គមគឺមនុស្សទាំងអស់សុទ្ធមានភ្នែកមនុស្សមិនមែនសត្វដេរឆាមិនមែនជាសត្វដេរឆានទេឃើញទេចរិតរតនៈគេមានខួរក្បាលនៅក្នុងការពិចារណាអញ្ចឹងហ៊ុនសែនគាត់អាចទុកបាន5ឆ្នាំគាត់អាចទុកបាន10ឆ្នាំឬក៏គាត់អាចទុកក្នុងពេលដែលគាត់មានអាយុជីវិតចុះបើសិនតែគាត់អស់អាយុជីវិតនៅថ្ងៃណាគាត់តែគាត់អាចធានាបានបងប្អូនផ្នែកកំណត់មហាជនណានឹងរីកមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចហើយវារីកអាស្រ័យទៅលើភាពព្រៃផ្សៃរបស់មេដឹកនាំកាន់តែព្រៃផ្សៃកាន់តែអមនុស្សធម៌ណាមើលទៅវាស្ងប់ស្ងាត់មនុស្សអត់មែនក្នុងអំឡុងពេលដែលភ្លើងឆេះត្បិតអត់មានដៃមនុស្សនៅក្នុងភ្លើងមែនប៉ុន្តែពេលដែលភ្លើងរលត់ណាបងប្អូនមនុស្សវាហើយនេះលីយ៉ុងដូចគ្នាក្នុងអំឡុងពេលនេះភ្លើងកំពុងតែក្តៅនៅក្នុងប្រទេសកម្ពុជាយើងច្បាស់ណាស់គ្មានអាណាហ៊ានចេញដើរហៅថ្ងៃស្ថានភាពនយោបាយខ្លាំងមួយឥឡូវខ្ញុំនិយាយពីជំនឿមកដល់តនេះមានប្រិយមិត្តគាត់សួរមកខ្ញុំថាលោកគ្រូជឿហ៊ុនសែនហ៊ុនម៉ាណែតទេរឿងផាត់ដឹងទៅតុលាការ ICJ ហើយសំណួរនេះមិនមែនតែនៅក្នុងសាររបស់ខ្ញុំទេខមមិនឃើញកកគឺនៅពេលណាបងប្អូនទៅមើលអត្ថបទរបស់ខ្ញុំខ្ញុំបង្ហោះសារមួយថាគាំទ្រការផាត់ដឹងបញ្ហាព្រំដែនទៅតុលាការអន្តរជាតិ ICJ នឹកខ្ញុំបងប្អូនមានចាំបានទេមិនទេហើយមានអ្នកគាំទ្រច្រើននិយាយថាអ្នកចុចខមមិនច្រើនពេលនោះខ្ញុំអានសំណួរច្រើនអ្នកខ្លះថាអានឹងលខោនទេលោកគ្រូអានឹងសំដែងទេអានឹងលខោនទេអានឹងសំដែងទេអានឹងលខោនទេអានឹងសំដែងទេលខោនផ្សេងទៀតច្រើនណាឥឡូវទៅមានបងប្អូនខមមិននេះដែរលខោនសាររងហើយលោកគ្រូលខោនទេលោកគ្រូណែសំដែងទេលោកគ្រូអាយុយកអាយុជីវិតណែនេះទៅលេងទេលោកគ្រូតើលោកគ្រូជឿទេបងប្អូនយើងគាត់ចង់និយាយថាលោកគ្រូកុំជឿបងប្អូនមានប្រិយមិត្តម្នាក់ទេ
ដែលខ្ញុំឆ្លើយទៅកាន់គាត់ពួកគាត់និយាយហេតុផលល្អដែរ Nancy Maria វិជ្ជការខ្ញុំថាខ្ញុំត្រូវតែគ្រប់គ្រងនិងជំរុញលើកទឹកចិត្តនៅអ្វីដែលជាឆន្ទៈរបស់ខ្មែរប៉ុន្តែឲ្យខ្ញុំជឿគឺខ្ញុំអត់ជឿទេមានម្នាក់ដែលខ្ញុំនិយាយប៉ុន្តែហេតុបានខ្ញុំមិននិយាយសារហ្នឹងមិនសរសេរសារហ្នឹងពីព្រោះវាឲ្យផ្ទុយបើកណ្ដាលខ្ញុំសរសេរទៅវានាំឲ្យផ្ទុយអំពីតលហិកដែលខ្ញុំកំពុងតែគ្រប់គ្រងឥឡូវខ្ញុំសួរបងប្អូនអ្នកណាមិនគ្រប់គ្រងនេះគ្រប់គ្រងខុសពីជឿណាដូចជាយើងគ្រប់គ្រងឲ្យហ៊ុនម៉ាណែតប្តឹងទៅតុលាការអន្តរជាតិរឿងព្រំដែនបងប្អូនគ្រប់គ្រងឲ្យចំហហ្នឹងប៉ុន្តែមិនមែនបងប្អូនជឿទៅលើសម្ដីរបស់ហ៊ុនម៉ាណែតទេហើយបើកាលណាគាត់ប្តឹងពិតប្រាកដអាហ្នឹងគឺយើងផ្ទះដៃអបអសាទរបន្តទៀតទៅមែនទេយើងគ្រប់គ្រងទង្វើហើយយើងមិនគ្រប់គ្រងការចរចាចែកចាយហើយក៏យើងនិយាយថាការចរចាសុំចែកគឺច្បាស់មានប្រិយមិត្តម្នាក់ដែលខ្ញុំឆ្លើយហើយគាត់ថាច្បាស់ឬឥឡូវខ្ញុំយកអានឹងមកនិយាយទៅកាន់បងប្អូនដែរចិនដាខឹមសួរថាសនតារាគ្រប់គ្រងហើយមែនតែខ្ញុំឯណាខ្មែរគ្រប់ទាំងអស់គ្រប់គ្រងអ្នកនេះក៏តែគ្រប់គ្រងដែរបងប្អូនរាល់ថ្ងៃប្រឆាំងរឿងព្រំដែនហ្នឹងណាចាំរះសួរប្រឆាំងអីប្រឆាំងរឿងចរចាសុំចែកហ្នឹងយករបស់រួមយករបស់ខ្មែរទៅចែកជាមួយគេរួមហ្នឹងចុះបងប្អូនគ្រប់គ្រងរឿងអីបងប្អូនគ្រប់គ្រងឲ្យតែដឹងចុះបើសិនជាហ៊ុនម៉ាណែតនិយាយថាយើងនឹងយករឿងនេះទៅប្តឹងនៅតុលាការយើងត្រូវគ្រប់គ្រងប្តឹងប៉ុន្តែសួរថាឲ្យជឿខ្ញុំអត់ជឿទេមិនចឹងខ្ញុំម្ចាស់រូបមន្តចុះសនតារាអាចជឿទេខ្ញុំរងចាំមើលលទ្ធផលឧទាហរណ៍គេនិយាយថាខ្ញុំនឹងខ្លាយទៅជាអ្នកមានខ្ញុំគ្រប់គ្រងគំនិតរបស់អ្នកខ្ញុំនឹងរៀនឲ្យបានខ្លាយជាបណ្ឌិតខ្ញុំគ្រប់គ្រងគំនិតរបស់អ្នកប៉ុន្តែខ្ញុំជឿទេគឺខ្ញុំមិនជឿ 100% ទេខ្ញុំចាំមើលប៉ុន្តែខ្ញុំគ្រប់គ្រងថ្ងៃណាមួយដែលឯងបានសញ្ញាបត្របណ្ឌិតណាខ្ញុំជឿតែជួនណាមែនទេខ្ញុំគ្រប់គ្រងរដ្ឋាភិបាលហ៊ុនប្តឹងបើរដ្ឋាភិបាលប្រកាសថាប្តឹងគ្រប់គ្រងប៉ុន្តែខ្ញុំចាំមើលខ្ញុំអត់ជឿទេខ្ញុំចាំមើលខ្ញុំអត់ជឿខ្ញុំចាំមើលខ្ញុំគ្រប់គ្រងចំណាត់ការអានេះបានខ្ញុំជម្រាបប្រាប់អានេះកណ្ដាលឡើងបងប្អូនឥឡូវនេះយើងនៅតែចាំមើលខ្លះដែរយើងនៅតែចាំមើលខ្លះដែរសួរថាលោកគ្រូមិនក៏មិនជឿម្ចាស់រូបមន្តណាបងប្អូនម្ចាស់រូបមន្តហ៊ុនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោកអ្វីដែលហ៊ុនសែននិយាយឃើញគឺជារបស់ខ្លាំងខ្លាំងបើហ៊ុនសែនគម្រាមអញចាប់ហើយដាក់គុកបែបហ្នឹងបើហ៊ុនសែនគាត់និយាយល្អកុំជឿបើហ៊ុនសែននិយាយថាអញវាយអញ3ក្បាលអត់រួចទេអញចាំអញចាប់ហើយដល់ផ្ទះបែបអមិនបានថាចឹងរូបមន្តហ៊ុនបូកសែនស្មើនឹងគម្រាមបូកបោកអ្វីដែលហ៊ុនសែននិយាយមនសិការនិយាយរឿងត្រឹមត្រូវអាហ្នឹងគឺមិនពិតទេអ្វីដែលគាត់និយាយពិតគឺបោកហើយនឹងគម្រាមមែនទេបោកហើយនឹងគម្រាមចាំទេហើយបោកគម្រាមពិតមិនរូបមន្តគឺវានៅក្នុងឯងចុះគាត់បោករហូតទេខ្ញុំនៅតែមិនជឿថាគាត់បោករហូតទេប៉ុន្តែជាមធ្យោបាយនៅក្នុងការកាន់អំណាចរបស់គាត់រត់គៀវហើយយើងនៅសង្ឃឹមថាថ្ងៃណាមួយដោះស្រាយអត់ចេញរដ្ឋាភិបាលហ៊ុននឹងយកករណីហ្នឹងទៅប្តឹងតុលាការអានឹងយើងនិយាយថាយើងនៅសង្ឃឹមថាខ្មែរយើងសល់សារជាតិសាមគ្គីរឿងបូរណភាពទឹកដីរឿងបូរណភាពទឹកដីគឺយើងអត់មានទេយើងសាមគ្គីរឿងអីផ្សេងទៀតគឺយើងនិយាយផ្សេងទៀតអញ្ចឹងណាវីឌូចំណុចនេះបានតែខ្ញុំចង់លើករឿងហេតុផលមួយថាបើកាលណានិយាយកលិចកលុចរឿងអីផ្សេងបានបងប្អូនរឿងបូរណភាពទឹកដីរឿងប្រទេសជាតិណាបត្រានេះកាន់តែនិយាយកាន់តែសាបហើយបើកាលណាយើងសាបហើយណាគឺរលាយបងប្អូនណាមានន័យថាសរុបសេចក្តីមកហ៊ុនសែនហ៊ុនម៉ាណែតគាត់មានអំណាចពីរគឺអំណាចបត់បញ្ជាអំណាចទូនីតិនិងអំណាចឆន្ទៈប្រជាជនមានឆន្ទៈគ្រប់គ្រងគាត់ច្រើនមិនយើងថាអត់មានអ្នកគ្រប់គ្រងគាត់ប៉ុន្តែសម្ដីរបស់គាត់ណាសូមតែគុំថាឡើយគណៈបកប្រឆាំងសម្ដីគណៈបកប្រជាជនក៏លែងហ៊ានជឿគាត់ទៅទៀតមែនទេយកលែងជឿគាត់បាត់អំណាចទេគាត់អត់មានបាត់អំណាចទេព្រោះទោះអ្នកឯងជឿក៏ដោយមិនជឿក៏ដោយអ្នកឯងមិនអាចធ្វើអ្វីផ្ទុយអំពីការចង់បានរបស់ហ៊ុនសែនមានន័យថាហ៊ុនសែននៅសល់អំណាចកម្លាំងអំណាចបញ្ជាអំណាចបង្ខំដោយពួកប៉ុលពតឥឡូវខ្ញុំសួរអ្នករស់នៅក្នុងរបបប៉ុលពតអ្នកណាគេគ្រប់គ្រងប៉ុលពតបានប៉ុលពតឲ្យធ្វើនឹងទាំងអស់ប៉ុលពតឲ្យជីកដីឲ្យប្រាជ្ញាអូយកទៅវាយចោលប្រជាជនទាំងអស់នោះមានណាគេគ្រប់គ្រងប៉ុលពតមានអំណាចទូនីតិគាត់មានអំណាចទូនីតិគាត់មានអំណាចបញ្ជាគាត់មានអំណាចកម្លាំងដូច្នេះប្រជាជនធ្វើតាមប៉ុន្តែបើសិនឲ្យឆន្ទៈគ្រប់គ្រងអត់ទេប្រទេសកម្ពុជាបច្ចុប្បន្នគឺដូចគ្នាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតប្រធានបទក្តៅ
vậy mấy cái thì nó bỏ sò thì sao mấy thế này đầu Macron khi bắt đầu từ lưng Macron mà lúc bệnh nhẹ Macron lâm tô mà con pro là lâm cầm giá nâng son đà con pro là sốc xuân này nó còn rướng bậc nhung chi bà đang rướng nước mà khi nhưng mà trong thì dây về nhà gì chẳng lôi cho bạn mấy cái nó có tay bà đang này bậc nhung chân tiếc luôn nhung chân tiếc luôn nhưng mà trong thì dây đừng chắc bắt đấy mà đây nhung còn là lâu thì nó sử dụng bằng ổn thở nó cứu trong bắt ấy tôi tay lực cứu anh ấy chỉ pol bà đang từ anh đặc biệt đang bán chân tiếc luôn ai cái đang bán đấy ta bắt chân tiếc luôn ta đang ngay tiếp một cái tu squat thằng nhóm chỉ chân tiếc luôn bên đây thá cái đăng thằng nhóm nó bị option thì sốc sập tập tiếp tiền luôn ấy đừng cứu xa hay ban thì bắt đầu sập chân tiếc luôn đăng bay dương từ tu bạn sập chân tiếc luôn dương trứng đặt ấy cái giá nâng bị chết thá dương son thì sốc sập tập tiếp cùng riêng cùng hay đó là dụ chịu bất là bọc luôn đừng cứu xa nó không thể các bạn cái đăng yêu ai ban thì ở dương chân tiếc luôn nhưng người ta đang ngay tiếp bởi dương chỉ chân tiếc luôn là chân tiếc luôn cứ chỉ ca tu squat là vậy biết là chân tiếc luôn thì ta chỉ ca tu squat tiêu thằng nhát mau pi Ukraine chân tiếc luôn được cái này chân tiếc luôn sầm cream chẳng phải cái thế lần đó Russia từ vay từ banh tiệc nhung chạy ở hai bộ đây nhung rút từ đâu rút cái đam còng đam chưa hơi đấy chẳng nhung bắt đầu Russia nên cái tăng tài dương chỉ chân tiếc luôn hai bàn cái ao ý sự dương rút đầu nhung bên đây tha cầm rất là bọc nhung cái bắt đầu sật đấy ở nhung rút nấu sọp cho bắt nấu không bật tiền rắn bên đây tha vía chỉ cá từ tu squat tha rồi bọc hồn sáng cứ chỉ rồi bọc break sai bạc cá từ tu squat nhung chỉ chân tiếc luôn cứ chỉ cá từ tu squat tha rồi bọc hồn sáng break sai mà sân chỉ nhung mà miền phò tàng nâng mình bị chết thà nấu khăn rồi bao phần sai bị sai ác sau này sốc sự tập tiếp cái mấy cái bậc cô sật cái luôn là bài mà ở nhau bao phần mới sang gặp búa ở thì ở Japan Việt Nam tôi sật cái luôn vô bài Japan Việt Nam mà xong sật trong vô bài là sốc bảng mấy lúc bảng là tôi score là Japan nó bị bị sai bao phần chân thì luôn bên đây tháp và tên nó bị bị sai à đôi chỉ là Ukraine và tên nó bị bị sai sai sầm kiếm bị sạc đôi chỉ là phù miệng mà đào sốc bảng xong chân thì luôn mà đấy mà tôi Japan xong một hàng thì chân mà đó xong bảng chắn xong bàn sai rồi bọc cùng thì Korea thằng trước xong bàn Korea thứ 4 xong bàn Korea thứ 4 mà đâu xong bàn anh miền hay passport Korea thứ 4 mình passport đi tế miền đồng lây xong mà lấy mua đi pi lưu quốc lộ cái đó anh ấy không OT ho thành chết chân ban chia không trong cho lâu cho nên sầm nô bóng ôn nên tại nó bật tách tì một ly nạ vọt mòn người ta là cô mấy trăm bay tôi là cô chỉ pol lót bắn không dây hơi riêng thật không ăn sao để sốc sập tập thi bọc bụng ở đây không rong ca cùng riêng cùng hay nữa cứ cái đăng hơi cái tu score là không chỉ chung cái luôn hơi chút mà sao được không bắn là nên bắn cái miền lắc khăn mùi xì tiền hố chỉ pol lót là bọc bạn bọc ôn không dây riêng bạn thấy bạn không dây rồi bắn các bắt tay mơ tới mình sâu chỉ mua chỉ coi các bạn này và cái nhung gì chơi thì sắp đặt tu phải nặng nhung tối này xong mà ra một tận nặng khi phát bật sân gì nhung chỉ pol lót mà nặng chỉ tu phải nặng nhung tối bóng ôn anh miền tu phải nặng rồi bóng ôn hay bóng ôn anh miền hải phò rồi bóng ôn nhung một tận nặng thiếp chia bà rắn chiên một tận nặng thiếp chia pol lót American chắc mà nhung mấy bà rắn hết ấy bóng ôn nằm rách chứ nè pol lót luôn anh miền vị bạch được lên té chung chia bạch sói nè bao sân chỉ pol lót American xin chia American chỉ chung chia Asia rồi chung chia bạch không áo tam trong chồng năm mình ao pơ thế mà bắt biết đã ao pơ cho môi thế không một tí họ được không có thể cảm chuyện đôi sen thì rí đôi nghiêng sẽ bàn ra cho có phải đâu phải tăng bao tất cả bên mới một đây bắt tay răng hết thế này dùng răng hết thế răng tôi chỉ mình chui ở trên bị cục mình từng sờ rộp sờ rốn á có chư chả này bằng hai chiếc chư chả này mà đấy răng bao nhiêu pol lót răng đơn lương phục lục đại miên thì lớn lên đại nẹn nấn chỉ cháu cái chốn răng càng trường này ở thì họ thà nẹn nấn từ cháu chọc chặt rồng lô ấy chịu cái chốn bây giờ như nó không chắc bắt răng ở miền càng trường này bắt tay bên nẹn nấn chỉ nẹn tôi là vô bài mình đã phải cá bằng vô đấy răng tám mà bọn răng tâm sĩ tam chuối còn là tham muốt nên mình muốt trước ban chỉ nhóm xô mà răng nhóm muốt tận nặng tiếp chỉ pol lót răng chuyên muốt tận nặng tiếp chỉ pol lót răng anh ấy từng đọc nhóm hay phao bóc nhóm cho mưa nó nghe từ ban ra nhóm mưa nó miền từ bên đại chư cha không kia sân là mình đang lấp xuống một phong đó mình đang từ dây xuống một phong có tay bà đang lâm cầm giả tút để dây to luôn mình nghe thế này miền cái tút để dây to để dây chỉ xa khi là nãy từ đầu chắc ban chia nhóm trong để dây đó cho biết chun bom ôn thật ngày nào muội đại nhóm chỉ pol lót bản nhóm nấn sạch xá lâu chỉ bắt chỉ muội mệt thì vì khi mà đăng thả nó về châu nó bạc ấy đấy giờ nó mới cục chết ta có bắn không hay ấy rốt dương tao ta rơi bom ôn rơi bom ra tao phải to su rơi bom ra mình ai mang ngặt ban thì tốt chỉ tao là chôn mà bọc bắn nó ngay tao này đi tao anh mới để dương thế
បើឪវានៅបើឪយើងឬក៏ឪពុករបស់យើងហ្នឹងគាត់អត់ជាប់គុកអាហ្នឹងយើងដូចជាអញើតអញៀមដែរខ្លាចជាប់គុកចុះបើគាត់ជាប់គុកបាត់ហើយតែខ្លាចគាត់ជាប់គុកទៅវិញទៀតដល់តែពេលនេះណាបងប្អូនខ្ញុំតាមពិតណាខ្ញុំចង់ផ្ដល់គំរូឲ្យពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យរៀនលះបង់និងមានសេចក្តីក្លាហានមើលគំរូថាសូនតារាហ៊ានលះបង់ឪពុកនិងក្រុមគ្រួសារឬអីបងប្អូនណាមិននៅជាមួយខ្ញុំដើម្បីប្រទេសជាតិមួយទាំងមូលមិនក៏នៅរក្សាវប្បធម៌កញ្ញកញ្ញលួចលាក់កញ្ញហ្នឹងហ៊ានមកខ្ញុំចង់ប្រាប់បងប្អូនណាចាមែនទេអញ្ចឹងបានជាខ្ញុំដូចខ្ញុំជម្រាបជូនថាឪពុកនៅក្រៅឃុំឬក៏អត់ជាប់គុកអាហ្នឹងបើយើងភ័យខ្លាចគេចាប់មនុស្សទៅដាក់គុកមកមនុស្សជាប់គុកបាត់ហើយបើយើងចង់ដោះលែងនេះគេមានទោសអីចំណាប់ខ្មាំងគឺគេចាប់អត់មានកាត់ទោសទេគេចាប់យកទៅទុកបងប្អូនយើងមើលអ៊ីស្រាអែលឬក៏ពួកហាម៉ាស់ចាប់ចំណាប់ខ្មាំងគ្នាទៅវិញទៅមកគេមិនតែកាត់ទោសណាឧទាហរណ៍ទៅអ៊ុយក្រែនចាប់ឆ្លួយសឹកចាប់ចំណាប់ខ្មាំងរុស្ស៊ីគេមិនកាត់ទោសទេគេទុកនឹងមែនទេចំណាប់ខ្មាំងនិងអ្នកទោសទៅជាឃាតករក៏ដោយអីក៏ដោយគឺវាមានទោសរបស់វាមានទោសគេមានសាលនៃការគេមានសាលក្រមគេមានអីផ្សេងហ្នឹងប៉ុន្តែចំណាប់ខ្មាំងគេអាចយកទៅកាត់ទោសទេគេកាត់ដើម្បីឲ្យអ្នកបង្ខំឲ្យភាគីម្ខាងទៀតហ្នឹងបំបិទមាត់ឬក៏ចោះចូលតែប៉ុណ្ណឹងចឹងយើងមើលឪពុកខ្ញុំគាត់មានអ្នកណាគេកាត់ទោសគាត់អត់មានអ្នកកាត់ទោសទេអាហ្នឹងគឺខ្ញុំគាត់តែចង់ឲ្យបងប្អូនច្បាស់ហើយជូនទៅគណៈបព្វជិជនឲ្យមើលច្បាស់ណានេះហើយបាច់និយាយរឿងគ្រឿងញៀនគ្រឿងអីទេគឺជាចំណាប់ខ្មាំងយើងត្រូវនិយាយពាក្យហ្នឹងត្រូវហ៊ានថាសូម្បីតែខ្ញុំណាជួបអន្តរជាតិអីក៏ខ្ញុំនិយាយរឿងចំណាប់ខ្មាំងភាសាអង់គ្លេស hostage ភាសាបារាំងហៅ otage ពេលដាក់ l ពីមុខ otage ណានេះមួយខ្ញុំបញ្ជាក់សម្រាប់កុំឲ្យបងប្អូនយើងសួរខ្ញុំថាហេតុអីបានជាខ្ញុំរងចាំតើខ្ញុំទៅជាបារាំងខ្ញុំប្រាប់ហេតុផលនេះខ្ញុំជន់ពីខ្លួនគេទទួលស្គាល់ថាស្រុកខ្មែរសាហាវហើយបានគេឲ្យជន់ពីខ្លួនខ្ញុំអត់មានត្រូវកាយទេបើខ្ញុំបារាំងខ្ញុំនឹងសិក្សាផ្លូវមកកលៈទៀតប៉ុន្តែសួរពេលណាខ្ញុំអត់ដឹងទេប៉ុន្តែអានេះគឺយើងត្រូវតែមានឆន្ទៈនេះព្រោះខ្ញុំអត់ឥឡូវច្បាប់សញ្ជាតិតឹងណាបងប្អូនអត់ដូចមុននេះដាក់ទៅ2ទៅ3ឆ្នាំណា3ឆ្នាំនៅស្រុកបារាំងដំណើរការឯកសារឥឡូវហ្នឹងអត់ដឹងទេតាមតំបន់នេះខ្ញុំមិនដឹងតែយ៉ាងហោចណាស់2ទៅ3ឆ្នាំបើសិនជាខ្ញុំចាប់ផ្ដើមដាក់ពីពេលឥឡូវនេះទៅណារងហូបបោះឆ្នោតឆ្នាំ2028នោះបានវាមានលទ្ធផលមែនទេប៉ុន្តែហ្នឹងយើងខាន់ទុកម្លេចសិនចំណុចដែលខ្ញុំលើករឿងលឹមកឹមយ៉ានិងសុកសុនដារ៉េនេះតើសំអាងលើអីសំអាងលើការគម្រាមកំហែងឆ្លងដែនហើយរឿងករណីនេះទី1ច្បាប់គម្រាមកំហែងឆ្លងដែនទី2លឹមតូម៉ានិងសូនតារារស់នៅក្នុងស្រុកបារាំងដូចគ្នាទទួលបាននេះស្ថិតនៅក្រោមការការពារនៃច្បាប់បារាំងដូចគ្នាខ្ញុំស្ថិតនៅក្រោមការការពារច្បាប់បារាំងដូចគ្នាខ្ញុំមានផ្ទះសម្បែងខ្ញុំមានជំនួយរបស់រដ្ឋខ្ញុំមាននេះសិទ្ធិដូចពលរដ្ឋបារាំងខ្ញុំអត់តែមួយទេអត់មានសិទ្ធិបោះឆ្នោតមកពីព្រោះខ្ញុំមិនមែនជាពលរដ្ឋបារាំងក្រៅពីនោះខ្ញុំមានសិទ្ធិដូចបារាំងទាំងអស់ធ្វើការចូលនិវត្តន៍មែនទេមានទៅព្យាបាលឥតគិតថ្លៃណាទទួលបានជំនួយទៅតាមលទ្ធភាពអំពីរដ្ឋផ្សេងៗទៅតាមច្បាប់ស្របទៅតាមច្បាប់គឺដូចបើនិយាយទៅខ្ញុំសូនតារាអត់តែមានសិទ្ធិបោះឆ្នោតទេអញ្ចឹងខ្ញុំអាចលើកករណីនេះបាន Sophie Page គឺដែលខ្ញុំយកមកប្រៀបធៀបលឹមតូម៉ានិងសូនតារារស់នៅក្នុងស្រុកបារាំងដូចគ្នាគ្រាន់តែថាឪពុកលឹមតូម៉ាលឹមកឹមយ៉ាត្រូវបានគេសម្លាប់ហើយចំណែកឪពុកសូនតារាត្រូវបានគេចាប់នៅក្នុងទឹកដីប្រទេសកម្ពុជាមួយទៀតសម្លាប់ដោយលក្ខឃាតករនៅក្នុងប្រទេសកម្ពុជាមួយទៀតចាប់ជាចំណាប់ខ្មាំងនៅក្នុងប្រទេសកម្ពុជាយកទៅឃុំឃាំងនេះដូចជាពួករុស្ស៊ីឬក៏អ៊ុយក្រែនចាប់គ្នាទៅវិញទៅមកដោយគ្មានតុលាការណាអីទេគាត់គេយកទៅផ្ញើនៅតុលាការទេអញ្ចឹងខ្ញុំត្រូវតែនិយាយខ្ញុំចង់ឲ្យបងប្អូនយើងមែនទេមើលករណីកម្មសខាតើបានផលអីហើយខ្ញុំលើកឧទាហរណ៍មួយទៀតអ៊ីវពលករណីដូចជានៅ California នៅសហរដ្ឋអាមេរិកបច្ចុប្បន្នធ្វើទៅបងប្អូននៅ California ណាយើងកុំនិយាយនឹងនីការនយោបាយយើងនិយាយអំពីការតតាំងឥឡូវនៅ California ប៉ូលីសអាមេរិកអន្តោប្រវេសន៍ឆ្មក់ចាប់តាមហាងកញ្ចក់តាមហាងបាយតាមផ្ទះតាមការ៉ាស់តាមកន្លែងធ្វើការហ្នឹងឥឡូវនៅក្រុង Long Beach ឬ Los Angeles California កំពុងតែបាតុកម្មមនុស្សប្រជាជនហើយអ្នកបាតុកម្មកុំច្រឡំថាជនតៅវាខុសច្បាប់ពលរដ្ឋអាមេរិកណានៅ California ក៏លើកបាតុកម្មពេញនៅ Long Beach អាចរិចពេញទូទាំងពលរដ្ឋរហូតដល់ Donald Trump គាត់បញ្ជាកងសន្តិសុខ 2000 នាក់ទៅបង្ក្រាបឥឡូវនេះខ្ញុំមិនដឹងថាស្ថានភាពវាបង្ក្រាបដល់ណាហើយទេប៉ុន្តែកម្លាំងនៅតែខ្លាំងហេតុអីបងប្អូនណានៅលើប្រទេសមួយបើប្រជាជនអត់ខ្លាំងអត់ប្រតិកម្មទេអ្នកនយោបាយធ្វើអីស្រេចតែនឹងចិត្តហើយ
dương quan trô cả nạ bạn na của bạn này nơi làm đấy còn tay dương trâu từ tu squat thá tu bây giờ Donald Trump cả nói tu bây giờ Obama cả nói tu bây giờ Joe Biden cả nói ôi tay bắtประชาชนเต้าแต่ปฏิกรรมเต้าแต่ปฏิกรรมที่เรื่องตรำใจแล้วขยมตีหอรวมกลมไตเนี่ยให้ได้บานจีฮุนไซน์จีมวยขมายกองตึกเงือบมวยไวมวยเงือบปีđó tại bây giờ môi thay để dây bị con đặt thò mà đấy ngược mối thòi mối ngược bí thòi bì hay ấy nó thay khăn mà sao chỉ thay đi son ra thay được bốc son ra con xanh cho đại cô bà ơi chắc bị bệnh chơi khơi thay con xanh chân nè tại chân tuần sau đi anh ấy cứ chỉ cạo bọ tụi với nhau còn chân nè tại chân tuần sau chắc chủ ria nữa bốc rồi bác không mấy đi mà đấy có ai con khai sợ rồi tôi dốt hiếm như mới là thay gì anh mấy cô mình cầm tịch mấy cô mình ngược bồi bay mùi ngược pì vài tỷ mà lên kể nhưng mà khi chúng còn trong lưng tí hó tia nhà nên tịch thà hết ấy bàn chia dương chi phải chỉ cho mình tên này nghiêm mình tên này nghiêm trong bộ ẩm bự ả dột tịch thò lời bóng ôn mình tên này nghiêm trong bộ ẩm bự ả dột tịch thò lời nè anh lấy cho mình đi cho mình tịch đi dương cháu chi sống lùa ta mặc rong đăng rướng lên cầm giá nâng sốc xuân này bốc xuân ra đại rỉ tị trong lối dân ai dây tha pro hai là dân bảo bị một pro hai là chuyện đần cái này rứ bộ tam tu sơn nặng bốc xuân ra đần nhưng những ai su tị thà xuân chăn sâu giả mà không ai đăng tài lương lên cầm giá đi và tay mình đăng rương ở bốc xuân ra đi mình phải đi hay ấy nhưng mà mình vô thẳng rồi Macron ấy đăng rước lâm cầm giá pro lâm cầm giá chia bà răng hơi côn rồi bao lâm cầm giá nâng nè phép là gì rồi bao lâm cầm giá cứ chia bà răng đối cho nên bà răng ấy đăng truan tại praktikam nâng bên praktikam tapi apa không chứ sơn ra Macron pro hai chỉ đăng hay này bóng bồn khi nhóm ban Rika từក្រសួងការបរទេសបារាំងនៅក្នុងប្រទេសបារាំងជាការពិតឲ្យខ្ញុំនិយាយផ្ទាល់តាមទូរស័ព្ទជាមួយតំណាងមិនមែនជារដ្ឋមន្ត្រីទេជាតំណាងមែនទេក្រសួងការបរទេសបារាំងអំពីការចាត់ឪពុកខ្ញុំជាចំណាប់ខ្មាំងខ្ញុំមិនការនិយាយទេខ្ញុំអាចនិយាយភាសាសាធារណៈបានប៉ុន្តែខ្ញុំនិយាយថាម៉េចគឺខ្ញុំនិយាយប៉ុណ្ណឹងដូចតែខ្ញុំនិយាយថាខ្ញុំពេលដែលចាត់ឪពុករបស់ខ្ញុំបាន 2-3 ម៉ោងខ្ញុំផ្ញើសារទៅសម្បត្តិនៅគុណម៉ណែតខ្ញុំផ្ញើមកគាត់បើមើលឃើញខ្ញុំសួរថាតើជាបញ្ជីរបស់គាត់ឬថ្នាក់ក្រោមហើយខ្ញុំបញ្ជាក់ចំហរបស់ខ្ញុំអត់មានសុំទោសចុះចូលអីផងប៉ុន្តែប្រហែលជាគាត់អត់មើលទេគាត់ថាវាអត់ទេទៅឲ្យមនុស្សជាគុំស្វែងគុំប៉ុន្តែខ្ញុំបាននិយាយចឹងមែនទេខ្ញុំនិយាយពីព្រោះអត់មានរឿងអីដែលត្រូវលាក់ទេពីព្រោះរឿងឧក្រិដ្ឋកម្មចំណាក់ខ្មាំងខ្ញុំអត់មានត្រូវលាក់ទេខ្ញុំបានផ្ញើសារនេះព្យាយាមទៅគ្រប់ទីកន្លែងទៅទៀតខ្ញុំទៅអង្គការសហប្រជាជាតិនៅហ្សឺណែវក៏ខ្ញុំរាយការណ៍ទៅកាន់អង្គការសហជាតិនិងតំណាងបារាំងអង្គការសហជាតិនៅបារាំងតំណាងអង្គការបារាំងនៃតំណាងរបស់អង្គការសហជាតិបារាំងនៅហ្សឺណែវខ្ញុំរាយការណ៍ដែរអញ្ចឹងត្រង់ថាបារាំងគេយកចិត្តទុកដាក់ជាមួយខ្ញុំប៉ុណ្ណាជាការទូតខ្ញុំនិយាយគេទៅស្ដាប់ហើយប៉ុន្តែត្រង់ថាគេគិតថាគេយកនឹងទៅបោះចោលក្នុងធុងសម្រាមឬក៏គេពំនាំពាក្យខ្ញុំទៅជារឿងរបស់គេប៉ុន្តែអ្វីដែលខ្ញុំបានធ្វើគឺធ្វើឲ្យទុកឲ្យព្រះជាម្ចាស់ជាអ្នកកំណត់ខ្ញុំបានណានិយាយមែនខ្ញុំនិយាយជាភាសាបារាំងនៅមែនទេហើយខ្ញុំរំលឹកនិយាយឲ្យខ្ញុំឧស្សាហ៍រំលឹកមែនទេដូច្នេះបានជាក្នុងឱកាសដែលហ៊ុនម៉ាណែតមានវត្តមាននៅក្នុងប្រទេសបារាំងខ្ញុំត្រូវតែលើកចូលមកនិយាយទៀតព្រោះរឿងហ្នឹងវាអត់ទាន់ចប់ឯណាមនុស្សក្នុងគុកមនុស្សចេញពីគុកគឺចប់មនុស្សក្នុងគុកគឺអត់ចប់ទេអញ្ចឹងចំណុចទី2នេះណាគឺខ្ញុំចង់បញ្ជាក់ថាហេតុអីបានជាខ្ញុំចោទជាសំណួរសួរថាតើម៉ាក្រុងដឹងទេពីព្រោះបើសិនម៉ាក្រុងដឹងឬម៉ាក្រុងមិនដឹងតើយើងត្រូវធ្វើវិធានការអ្វីបន្តណាចុះបើគាត់ដឹងជាការល្អគ្រាន់តែថាតើគាត់និយាយជាមួយហ៊ុនម៉ាណែតដោយផ្ទាល់ឬដោយប្រយោជន៍ដោយប្រយោជន៍ដែលនិយាយអំពីការរឹតបន្តឹង
និយាយអំពីការរកយុត្តិធម៌អត់និយាយចំឈ្មោះឬក៏និយាយអំពីគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសអាហ្នឹងគេចាំមកនិយាយចំគេដឹងហើយគេអត់និយាយច្រើនគេនិយាយពាក្យប្រមាថនោះមិនទេយើងទៅសួរថាហេតុអ្វីបានជាណាមកក្រុមនិយមតាមសារព័ត៌មានគណៈបកប្រជាជនអញ្ជើញហ៊ុនម៉ាណែតមកស្រុកបារាំងមិនមែនមកក្រុមអញ្ជើញទេឆ្លៀតពេលដែលមានកិច្ចប្រជុំមហាសមុទ្ររបស់អង្គការសហប្រជាជាតិក៏មកដល់ស្រុកបារាំងគឺក៏អញ្ជើញឆ្លៀតអញ្ជើញហ៊ុនម៉ាណែតទៅហេតុអ្វីពីព្រោះបារាំងគឺគេអត់មើលរឿងតូចទេសម្រាប់គេមើលរឿងឥទ្ធិពលប្រទេសបារាំងចង់ពង្រីកភាសានៅតំបន់អាស៊ីគេហៅថា francophone មានន័យថាប្រទេសដែលនិយាយភាសាបារាំងជាពិសេសបារាំងចង់ពង្រីកភាសារបស់ខ្លួនទៅកាន់ប្រទេសដែលធ្លាប់ប្រើប្រាស់ភាសាបារាំងជាផ្លូវការបងប្អូនមានតែប្រទេសណាដែលធ្លាប់ប្រើប្រាស់ភាសាបារាំងជាផ្លូវការឥណ្ឌូចិនវៀតណាមកម្ពុជាឡាវប្រទេសដែលស្ថិតនៅក្រោមអាណានិគមបារាំងពីដើមចេះបារាំងបងប្អូនទៀតដឹងតែខ្មែរយើងប្រើពាក្យបារាំងយល់ជាងទៅមកឡូវទេណាខ្មែរយើងទៅមកឡូវទេដែលអង់គ្លេសចូលមកទោះអង់គ្លេសចូលមកក៏ដោយខ្មែរយើងនៅតែប្រើពាក្យបារាំងនោះកាលពី20ឆ្នាំមុននៅតែប្រើពាក្យបារាំងយល់ជាងពាក្យខ្មែរយើងដោយសារខ្មែរយើងក្រោមអាណានិគមនិយមបារាំងហើយនៅសាលាពីដើមមុនទសវត្សរ៍ឆ្នាំ70នៅសាលារៀនភាសាបារាំងមិនរៀនអង់គ្លេសណាអញ្ចឹងចាស់ទោះជាគាត់ចេះនិយាយច្បាស់ឬមិននិយាយច្បាស់លន់នោះគាត់និយាយភាសាបារាំងគឺគាត់មនុស្សចេះភាសាបារាំងអញ្ចឹងមកក្រុងរដ្ឋាភិបាលបារាំងគឺគេធ្វើការដើម្បីប្រទេសបារាំងមិនមែនដើម្បីបុគ្គលតែម្នាក់ទេប៉ុន្តែក្នុងនាមកាតព្វកិច្ចជារដ្ឋាភិបាលគេត្រូវតែយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់គេនឹងនេះខ្ញុំអ្នកដែលរស់នៅដោយសុវត្ថិភាពនៅក្នុងប្រទេសបារាំងគេត្រូវតែយកចិត្តទុកដាក់ប៉ុន្តែវាមានកម្រិតណាមួយប៉ុន្តែបើសិនជារួមក្នុងប្រទេសកម្ពុជាផ្អើលធំឧទាហរណ៍ដូចជារឿងនៅភូមាដូចជារឿងនៅអាមេរិកហ្នឹងអាហ្នឹងណាសហភាពអឺរ៉ុបនិងអន្តរជាតិគេយកចិត្តទុកដាក់ផងជិះយើងស្ងាត់មានតែឯកភាពយើងឯកភាពរបស់ហ៊ុនសែនជួនណាអាហ្នឹងបានខ្ញុំនិយាយហេតុផលទាំងមួយដល់បងប្អូនថាចុះហេតុអីបានជាអញ្ចឹងបារាំងគឺគេធ្វើកិច្ចការតម្កល់ផលប្រយោជន៍ជាតិជាធំបារម្ភជាធំរឿងតូចក៏គេណាដោះស្រាយទៅតាមមធ្យោបាយនានាប៉ុន្តែគត់ប្រទេសជាតិធំជាងគឺឥទ្ធិពលប្រទេសដែលនិយាយភាសាបារាំងចង់ផ្សព្វផ្សាយណាភាសាបារាំងទៅកាន់ពិភពលោកប្រកួតប្រជែងជាមួយនឹងភាសាអង់គ្លេសហើយជាពិសេសប្រទេសក្នុងតំបន់អាស៊ីឥឡូវនេះបារាំងចាប់ដើមរៀនដែលយើងឲ្យឈ្មោះថា francophone អានេះពិតណារំដាប់អាហ្នឹងគឺពិតប៉ុន្តែនៅក្នុងឱកាសនេះក៏យើងឆ្លៀតដែរថាទំនាក់ទំនងអន្តរជាតិគឺវាត្រូវតែមានការផ្លាស់ប្ដូរផលប្រយោជន៍បងប្អូនផ្លាស់ប្ដូរផលប្រយោជន៍ប៉ុន្តែត្រូវគោរពទៅតាមស្តង់ដារនៃច្បាប់អន្តរជាតិព្រោះអឺរ៉ុបទោះបីជាមានផលប្រយោជន៍យ៉ាងណាក៏ដោយក៏វាត្រូវតែឈរលើបទដ្ឋាននីតិរដ្ឋបទដ្ឋានប្រជាធិបតេយ្យសិទ្ធិមនុស្សដែរអញ្ចឹងយើងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពណែអង្គភាពការពារជាតិអញ្ចឹងចំណុចនេះខ្ញុំថាបើមកគ្រប់ដឹងជារឿងល្អហើយវានឹងមានវិធានការសម្រាប់យើងទាំងអស់គ្នានៅក្នុងចំណុចណាមួយខ្ញុំមិនដឹងណាប៉ុន្តែជាទូទៅពិភពលោកយើងនេះណាបងប្អូនវាត្រូវតែមានរឿងមួយដែលគួរឲ្យខ្មាស់គេដែរបើមិនជាយើងមានដឹកនាំប្រទេសយើងតាំងឲ្យសេចក្តីថ្លៃថ្នូរហើយយើងទៅចាប់ដៃគេចាប់ដៃនោះប៉ុន្តែតាមពិតដែលយើងទៅចាប់គេជាចំណាក់ខ្មាំងណាអញ្ចឹងបានតែខ្ញុំសួរនៅក្នុងប្រធានបទនេះថាតើមកក្រុងកាន់អំណាចជាប្រធានាធិបតីបច្ចុប្បន្ននេះដោយសារតែចាប់ក្រុមគ្រួសារបារាំងគណៈបព្វប្រឆាំងណាជាចំណាក់ខ្មាំងដើម្បីបិទមាត់ទៅខ្លាយជាប្រធានាធិបតីអានឹងខ្ញុំមានរៀបបកស្រាយអានឹងខ្ញុំគ្រាន់តែដាក់អបដោយកាលពីម្សិលមិញទេដើម្បីឲ្យបងប្អូនយើងមើលឃើញច្បាស់ឥឡូវស្ថានភាពច្បាស់អ្នកដែលរស់នៅក្នុងប្រទេសបារាំងណាគឺសូនតារានឹងដឹមតូម៉ាសូប៊ុនសូដែលជាជនរងគ្រោះគ្រាន់តែថាមួយបារាំងរងគ្រោះដោយគេបាញ់សម្លាប់មួយទៀតអ្នករស់នៅស្រុកបារាំងជាជនភៀសខ្លួននយោបាយដែលត្រូវឪពុកគេចាប់ជាចំណាក់ខ្មាំងហើយខ្ញុំនៅតែទទូចសូមឲ្យពិភពលោកនេះកុំចូលរួមបើសម្រាប់ទ្រឹស្ដីសូនតារាខ្ញុំធ្លាប់និយាយទៅកាន់អង្គការសហវិជាតិបុគ្គលិកអ្នកនាំពាក្យអីផ្សេងខ្ញុំថាពិភពលោកជាទូទៅគឺគេបដោតទៅលើថាអាណាដែលវាខ្លាំងជាងហើយបំភ្លេចចោលរឿងដែលមិនសូវខ្លាំងអញ្ចឹងវាផ្ដល់ឱកាសឲ្យជនផ្ដាច់ការហ្នឹងគេចំណេញថាអូឥឡូវគេឡៃរវល់រឿងណារឿងអ៊ីស្រាអែលហ្គាហ្សាគេឡៃរវល់រឿងរុស្ស៊ីណែអ៊ុយក្រែនគេឡៃរវល់រឿងធំអញ្ចឹងទៅយើងឆ្លៀតពេលចាប់មនុស្សដាក់គុកម្នាក់2នាក់សម្លាប់មនុស្សម្នាក់2នាក់ហ្នឹងក៏ពិភពលោកចាប់អារម្មណ៍ដែរខ្ញុំតែងតែនិយាយសារហ្នឹងណាទៅកាន់គ្រប់មនុស្សដែលខ្ញុំជួបខ្ញុំថាចាំបាច់អីតតលះបងឈាម
ចាំមនុស្សទៅចាប់អារម្មណ៍ចាំមនុស្សទៅដាក់ទណ្ឌកម្មមែនទេអ្នកឯងដើរផ្លូវខុសហើយសូមតាហ៊ានថាអ្នកដទៃទៀតជួបអត់ហ៊ានថាទេអត់ហ៊ានទេខ្លាចគេខឹងសូមតាថាខ្ញុំថាអ្នកឯងខុសហើយខឹងទៅអីគេក្នុងចិត្តគេមិនដឹងមិនទេប៉ុន្តែគេអត់ខឹងខ្ញុំទេមែនទេខ្ញុំមើលទៅទឹកមុខគេសប្បាយចិត្តជាមួយសូនតាព្រោះខ្ញុំទៅ UN នៅ Geneva ខ្ញុំថាអ្នកឯងខុសហើយណាតាមក្បួនពេទ្យខ្ញុំបញ្យល់ទេគឺគេត្រូវតែការពារពេលវាមានតិចប្រជាជនកម្ពុជាណាចាប់ផ្ដើមអស់សង្ឃឹមចាប់តាំងពីគេចាប់កម្មសខាដាក់គុករំលាយគណៈបកសង្គ្រោះជាតិហើយរំពឹងអន្តរជាតិរហូតមកទល់ឥឡូវនេះអន្តរជាតិអត់មានឃើញទៅលវីលវល់អាហ្នឹងហើយដែលមនុស្សតស៊ូអត់កើតទេអត់មានបើយើងនិយាយចង់និយាយថាវាអត់មានខ្នងបំឯកសរឿនផាញ់វាអត់មានអីជាទីពឹងមែនទេបើអត់មានជាទីពឹងអញ្ចឹងបើសិនជាយើងបដោតការយកចិត្តទុកដាក់ទៅលើតែប្រទេសខ្លាំងប៉ុន្តែយើងទុកឲ្យជនផ្ដាច់ការនៅតំបន់មួយមានឱកាសប្រើប្រាស់លេសហ្នឹងថាអូមកឯងមើលនោះបាញ់គ្នានៅអ៊ុយក្រែននោះមិនស្អីផងអញ្ចឹងអាបាញ់មនុស្សម្នាក់ពីរនាក់នៅក្នុងស្រុកអាចាប់មនុស្ស3 4នាក់ដាក់គុកចាប់ជាចំណាប់ខ្មាំងអាហ្នឹងក៏គ្មានទៅបញ្ហាអីដែរខ្ញុំចង់ឲ្យពិភពលោកដែលខ្ញុំដាក់ប្រធានបទរឿងម៉ាក្រុងហើយនឹងហ៊ុនម៉ាណែតមកនេះណាខ្ញុំចង់ឲ្យពិភពលោកចោលភ្នែកបាបជាមើលកម្ពុជាផងចោលភ្នែកមើលកម្ពុជាផងណាកុំមើលតែផលប្រយោជន៍ពាណិជ្ជកម្មនិងឥទ្ធិពលឥឡូវនេះពិភពលោកមើលតែផលប្រយោជន៍ពាណិជ្ជកម្មឥទ្ធិពលទេផលប្រយោជន៍ពាណិជ្ជកម្មឥទ្ធិពលយ៉ាងម៉េចបងប្អូនណាហ៊ុនសែនគាត់ឆ្លាតទេគាត់ឆ្លាតខាងខូចអ្នកខ្លះគេថាចឹងប៉ុន្តែសូនតារាយើងវិនិច្ឆ័យយ៉ាងណាក៏យ៉ាងហ្នឹងទៅចុះបងប្អូនហេតុអីបានជាហ៊ុនសែនមិនសូវមានទម្ងន់ពីអង្គការសហជីវជាតិទេបងប្អូនដឹងហេតុអីហ៊ុនសែនគាត់ចូលចិត្តលេងនយោបាយសោកប៉ាន់ណាបងប្អូនសុទ្ធតែគាត់សោកប៉ាន់លុយឯអត់ទេគឺនៅក្នុងអង្គការសហជីវជាតិប្រទេសខ្លះមិនសូវជាបញ្ជូនពលរដ្ឋឬក៏កងទ័ពទៅធ្វើជាទ័ពអង្គការសហប្រជាជាតិជាពិសេសទ័ពមុខខៀវប្រទេសដទៃទៀតណាបើសិនជាបញ្ជូនជនជាតិគេទៅតំបន់គ្រោះថ្នាក់ប្រជាជនតវ៉ាព្រោះគេខ្លាចស្លាប់កងទ័ពណាបងប្អូនយើងមើលកងទ័ពទាហានបើបញ្ជូនទៅត្រួតត្រាបានឧទាហរណ៍ដូចបារាំងដាក់ទ័ពអាមេរិកដាក់ទ័ពនៅអាស៊ីនៅអាហ្វ្រិកនៅអឺរ៉ុបគឺវាដាក់ទ័ពដើម្បីត្រួតត្រាប៉ុន្តែបើឲ្យទាហានហ្នឹងណាបញ្ជូនទៅតំបន់គ្រោះថ្នាក់ប្រតិបត្តិការនៅតំបន់គ្រោះថ្នាក់មនុស្សធម៌កន្លែងដូចជាប្រទេសមានសង្គ្រាមប្រទេសមានអីបើបញ្ជូនទៅគឺប្រជាជនប្រឆាំងចឹងកងទ័ពអត់បញ្ជូនទៅទេបើអត់បញ្ជូនទៅអង្គការសហប្រជាជាតិខ្វះកម្លាំងអង្គការសហប្រជាជាតិខ្វះកម្លាំងហ៊ុនសែនគាត់ឃើញអាប្រឡោះហ្នឹងពួកប្រទេសកម្ពុជាមានខស្ដាប់បញ្ជាហ៊ុនសែនដែរហ៊ុនសែនគាត់ឃើញអាប្រឡោះហ្នឹងគាត់បញ្ជូនកងទ័ពមកខៀវទៅច្រើនអ្នកខ្លះដឹងណាតែស្ដាប់សូនតារាកើនបញ្ញាគាត់បញ្ជូនកងទ័ពកម្ពុជានោះមកខៀវទៅច្រើនហើយអង្គការសហប្រជាជាតិអរគុណណាដែលហ៊ុនសែនបញ្ជូនកងទ័ពមកខៀវព្រោះมันងាយមានប្រទេសណាគេបញ្ជូនកងទ័ពរបស់គេទៅតំបន់គ្រោះថ្នាក់ទេព្រោះគេការពារសុវត្ថិភាពណាដល់ទៅពេលអញ្ចឹងគឺគេត្រូវថ្លឹងរវាងទៅខ្លាំងជាមួយហ៊ុនសែនឬខ្សោយជាមួយហ៊ុនសែនគេពួកហ្នឹងគេត្រូវតែគិតពីប្រយោជន៍ទេមែនទេអញ្ចឹងវាត្រូវតែកោតទោសខ្លះចំពោះអាការរំលោភសិទ្ធិមនុស្សប៉ុន្តែអត់មានទៅធ្វើអីធ្ងន់ធ្ងរទេពីព្រោះហ៊ុនសែនបានជួយបញ្ជូនកងទ័ពមកខៀវអង្គការសហប្រជាជាតិដើម្បីទៅតំបន់គ្រោះថ្នាក់ដែលប្រទេសលើពិភពលោកគេអត់មានឲ្យប្រជាពលរដ្ឋទេតែបុនអានេះការពិតណាអញ្ចឹងសរុបសេចក្តីមកវិញនៅក្នុងប្រធានបទទី2នេះខ្ញុំគ្រាន់តែដាក់សំណួរពីចំណុចហ្នឹងថាតើមកក្រុងដឹងដែរឬទេតាមខ្ញុំយល់គឺគាត់ដឹងទាំងរឿងសូនតារានិងរឿងលឹមកំយ៉ាពីព្រោះលឹមកំយ៉ាច្បាស់ឲ្យគាត់ដឹងគ្រាន់តែគាត់មិននិយាយឬគាត់និយាយខ្ញុំមិនដឹងទេប៉ុន្តែរឿងសូនតារាមានភាគរយច្រើនដឹងពីព្រោះខ្ញុំបាននិយាយទៅកាន់តំណាងក្រសួងការបរទេសបារាំងដែរគាត់ថាគេយករបស់ខ្ញុំទៅដាក់នៅធំសម្រាមយករបស់ខ្ញុំទៅនិយាយអានឹងខ្ញុំអត់ដឹងទេទី1ទី2ខ្ញុំអរគុណរដ្ឋាភិបាលបារាំងដែលទទួលឲ្យខ្ញុំជ្រកកោនបើគ្មានរដ្ឋាភិបាលបារាំងម្លេះខ្ញុំស្លាប់ដោយកែមលៃឬក៏ជាប់គុកបាត់ទៅហើយអញ្ចឹងខ្ញុំប្រកាសអរគុណរដ្ឋាភិបាលបារាំងដែលផ្ដល់ទីជំរកដ៏សុខសាន្តសម្រាប់ខ្ញុំទី3ខ្ញុំសូមអំពាវនាវឲ្យអន្តរជាតិកុំសម្លឹងមើលតែប្រទេសដែលកំពុងតែឆេះដែលពិបាករំលត់ខ្ញុំនិយាយជាមួយនឹងអង្គការសហជាតិតំណាងសិទ្ធិមនុស្សអង្គការឯកទៀតខ្ញុំថាដូចជានៅអ៊ុយក្រែននៅរុស្ស៊ីហ្នឹងយើងពិបាករលត់ណាហេតុអីបានជាយើងមិនព្យាយាមធ្វើកិច្ចការខ្លះដែលយើងអាចប្រលត់បានចូលអន្តរជាតិសម្លឹងមើលកម្ពុជាខ្លះផងកម្ពុជាមិនមែនជាប្រទេសដូចអ្នកគិតទេជាពិសេសករណីឪពុកសូនតារាគឺច្បាស់ណាស់ចាប់ជាចំណាប់ខ្មាំងករណីនេះមិនអាចប្រកែកបានទេហើយនៅលើពិភពលោកយើងនេះណាមានតែប្រទេសកើតសង្គ្រាមទេដូចជាប្រទេសអ៊ុយក្រែនទេឬក៏អ៊ីស្រាអែលហាម៉ាស់ទេ
ដែលវាចាប់គ្នាទៅវិញទៅមកប្រទេសកម្ពុជាជ្រកក្រោមផ្លាកសុខសន្តិភាពអរគុណសន្តិភាពហេតុអ្វីបានជាមានចំណាប់ខ្មាំងនយោបាយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាវណ្ណៈស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតចំណុចចុងក្រោយរបស់ខ្ញុំនៅក្នុងប្រធានបទទី3គោលបំណងរបស់ខ្ញុំដាក់គឺមានប៉ុណ្ណឹងទេណាគឺខ្ញុំចង់ផ្ញើសារនេះទៅកាន់ប្រិយមិត្តទី1គឺបើប្រធានាធិបតីរដ្ឋាភិបាលពិបាលបារាំងដឹងរឿងហ្នឹងគឺជាចំណុចល្អមួយតែគេចាត់វិធានការយ៉ាងណាជាសិទ្ធិរបស់គេប្រិយមិត្តឥឡូវយើងចូលទៅដល់ចំណុចចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងDavid Marina Chandler បាទអត់មានអីទេហើយបងប្អូនសារនេះសំខាន់ណាស់បងប្អូនសំខាន់សម្រាប់យើងទាំងអស់គ្នាហើយដូចគ្នាពេលដែលយើងជួបជាមួយនឹងកិច្ចការអន្តរជាតិសួរថាចុះសន្តារានិយាយអំពីកិច្ចការអន្តរជាតិទេខ្ញុំអត់មានអធិពលអត់មានអំណាចអីទៅបញ្ជាឬក៏ទៅអន្តរាគមន៍មិនបានទេសួរថាចុះខ្ញុំធ្វើកិច្ចឧទាហរណ៍ខ្ញុំធ្វើកិច្ចការអន្តរជាតិខុសទេមិនខុសទេនៅលើពិភពលោកយើងនេះមានតែប្រទេសកូរ៉េខាងជើងទេតែអត់ធ្វើកិច្ចការអន្តរជាតិរុស្ស៊ីគឺមានបណ្ដាញរបស់គេស្រីមកហើយហ៊ុនម៉ាណែតហ៊ុនសែនណាគាត់កំទេចមនុស្សនៅខាងក្នុងប៉ុន្តែគាត់ព្យាយាមចិញ្ចឹមកិច្ចការអន្តរជាតិរបស់គាត់ឲ្យបានបងប្អូនត្រូវកំទេចទីសន្តារានិយាយមិនកិច្ចការអន្តរជាតិដែលហ៊ុនសែនគាត់ឈរមុខបានគឺទី1គឺទ័ពមុខខៀវកងទ័ពមុខខៀវដែលប្រជាជនកងទ័ពប្រទេសដទៃទៀតគេមិនសូវជាហ៊ានបញ្ជូនទៅប្រមាណនេះព្រោះបងគាត់ណាគេការពារអាយុជីវិតកងទ័ពរបស់គេប្រជាជនរបស់គេហ៊ុនសែនគាត់ហ៊ានអានេះគឺគាត់បានតំណែងមួយគឺគាត់បានអធិពលនៅក្នុងការនិយាយជាមួយនឹងអង្គការសហជាតិមួយប៉ុន្តែអង្គការសហជាតិចាប់ផ្ដើមធ្វើមួយទៀតកិច្ចការអន្តរជាតិគឺជាអាយុជីវិតនៅក្នុងប្រទេសនីមួយៗប្រទេសនីមួយបើបាត់បង់ការគ្រប់គ្រងស៊ីណេជាអន្តរជាតិណាគឺវានេះហើយឃើញហ៊ុនម៉ាណែតក៏ខំដើរហ៊ុនសែនណាទោះបីជាគាត់អត់មានទូនីតិក៏ដោយគាត់ទូនីតិអង្គុយទៅពិនិត្យច្បាប់ក៏ដោយមែនទេពិនិត្យច្បាប់របស់រដ្ឋាភិបាលគាត់ឆ្លៀតដើរគាត់ទៅនេះគាត់ទៅនោះគាត់ធ្វើគូកិច្ចការអន្តរជាតិកុំច្រឡំតែហ៊ុនសែនអត់ខ្វល់ថាអាហ្នឹងដាក់ទៅមិនទេអ្វីដែលហ៊ុនសែននិយាយគឺផ្ទុយអ្វីដែលហ៊ុនសែននិយាយគឺជារបស់ខ្លីៗទេកិច្ចការអន្តរជាតិសំខាន់គឺហ៊ុនសែនទេគាត់ទៅណាក៏ដោយការងារខ្លះត្រូវបញ្ជូននៅធម្មរដ្ឋមន្ត្រីការបរទេសគឺហ៊ុនម៉ាណែតទៅខ្លួនឯងទាំងអស់មកទេនេះគាត់ទៅខ្លួនឯងទាំងអស់គាត់ទៅជប៉ុនគាត់ទៅកូរ៉េគាត់ទៅនៅម៉ាឡេស៊ីគាត់មកឥឡូវនេះមកបារាំងគាត់ឆ្លៀតជួបចវាយក្រុមគាត់ឆ្លៀតជួបចវាយខេត្តគាត់ឆ្លៀតជួបម្នាក់នេះនៅនោះអាហ្នឹងហើយហៅកិច្ចការបរទេសអញ្ចឹងយើងធ្វើកិច្ចការបរទេសគឺអត់ខុសទេណាអត់ខុសទេប៉ុន្តែគ្រាន់តែថាតើវាបំរើផលប្រយោជន៍អីតើបំរើផលប្រយោជន៍ជាតិឬក៏បំរើផលប្រយោជន៍អំណាចរបស់បុគ្គលតែប៉ុណ្ណឹងប៉ុន្តែប្រទេសមួយនៅលើពិភពលោកបារាំងក៏ធ្វើកិច្ចការអន្តរជាតិអាមេរិកក៏ធ្វើកិច្ចការអន្តរជាតិបាទសម្បត្តិមីចសួស្ដីបាទបងប្អូនចំណុចនេះសំខាន់ណាស់ដែលបងប្អូនខ្លះអត់ចាប់អារម្មណ៍ថាប្រទេសកម្ពុជាយើងដែលមានឥទ្ធិពលខ្លះដែរនៅក្នុងអង្គការសហប្រជាជាតិគឺដោយសារតែហ៊ុនសែនបញ្ជូនទ័ពមុខខៀវទៅអង្គការជាតិកំពុងក្រមនុស្សប្រើបងប្អូនអញ្ចឹងបានហ៊ុនសែនក៏បញ្ជូនទៅច្រើនហ្នឹងចំនួនដៃចំនួនជើងហើយទៅយ៉ាងណាក៏ដោយគេមិនទាន់ហ៊ានទៅធ្វើហ៊ុនសែនខ្លាំងទេខ្លាចហ៊ុនសែនអត់បញ្ជូនមកពិបាករកមនុស្សប្រើអញ្ចឹងបានជាមានចំណុចខ្លះដូណាល់ត្រាំគាត់ខឹងត្រូវដែរបងណាដូណាល់ត្រាំពេលគាត់ខឹងអង្គការជាតិចំណុចខ្លះណាគាត់ខឹងត្រូវដែរបើយើងមើលមកផ្លិតឃើញថាយើងខឹងដូណាល់ត្រាំប៉ុន្តែបើយើងពិចារណាអាកលិចចំណុចខ្លះដូចត្រូវយ៉ាងដែរបងយកលុយអឺរ៉ុបយកលុយអាមេរិកពួកអង្គការជាតិស៊ីលុយខ្លាំងជាងគេអង្គរបបប្រៃវិសាគឺលុយអាមេរិកនិងលុយអឺរ៉ុបប៉ុន្តែប្រទេសមួយចំនួនរំលោភសិទ្ធិមនុស្សងាប់ហើយដូចនៅប្រទេសកម្ពុជាហ្នឹងមែនទេសន្តារានេះឆ្លៀតចេញចំរិះគុនទីទៅតែខ្ញុំមិនខ្លាចទេអញ្ចឹងបានជាអឺរ៉ុបអាមេរិកមានពេលខ្លះហ្នឹងណាឲ្យវាខឹងទីទួញនឹងទៅត្រូវដែរឥឡូវយើងមើលក្នុងប្រទេសកម្ពុជាមើលរលាយបងប្អូនរលាយរហូតដល់មនុស្សទៅចាប់តាំងកតាលជប់មនុស្សទៅហៅមនុស្សយកទៅចាប់នៅក្នុងប្រទេសទៅហ៊ានទៅចាប់មនុស្សជាចំណាប់ខ្មាំងនិយាយចាប់ហើយដូចកម្ពុជាដល់មានរឿងអីគាត់ដើម្បីលុបស្ថានភាពហ្នឹងគាត់ហ៊ុនសែនបញ្ជូនទ័ពមុខខៀវមកឲ្យបានច្រើនទៅហើយគ្រាន់តែគេធ្វើភ្លើងពណ៌ច្រៀងរាំសបាយនៅក្នុងប្រទេសកម្ពុជានោះក៏ច្រឡំថាសុខខ្មែរសបាយតាមពិតមនុស្សក្របងប្អូនគឺពេលដែលមានរបស់អីមកដល់គឺគ្នាហក់កាឆេងសបាយរកេប្រខប់នៅក្នុងប្រទេសកម្ពុជាមនុស្សស្ថិតក្នុងភាពអាសន្នបើនិយាយនៅក្នុងបេះដូងមនុស្សម្នាក់ណាបងប្អូនក្នុងបេះដូងមនុស្សម្នាក់ក្រំគ្រាអត់ការងារធ្វើជាពាក់គឺមានវិបត្តិគ្រាន់តែមនុស្សមិនអាចនិយាយវិបត្តិរបស់ខ្លួនបានទេមិនទេជាយ៉ាងហេតុអីពីព្រោះនិយាយទៅវិញងាប់បានដល់អត់ចឹងមនុស្សឃ្លានបាយមនុស្សឈឺមិនទៅហ៊ាននិយាយទេនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹងគឺថាគេទៅហើយដល់ទៅពេលអញ្ចឹងទៅអាចចំណាក់ការរបស់អង្គការសហជាតិនិងតំណាងប្រទេសនីមួយៗដែលមានឥទ្ធិពលហ្នឹងគឺនេះមិនសូវខ្លាំងបងប្អូន
anh nếu mà cái nhóm ta ao miền về là đồ đập trắng khăn từ này rồi là khăn là đấy ba ba thì rất chấm riệp xua ba rừng đạc cầm nên president Biden hôn mà này mà rồi là chỉ để cho mình thấy sao chỉ hôn mà này trời mà đi bên dưới đi sắm mặt gặp hiệp bờ sân chỉ bên Campuchia miền cả bọt nọc cầm trầu đốt chụp bom bên Campuchia trâm mà to chụp bom trâm là thay cái thôi bắt chụp bom để vô là mình thấy cứ rồi là mình bên hôn mà này thì bàอัตนาเนี่ยเท่าปิดนะจงลีบาสูได้ไทเกอร์ฟอเรสต์องการสหประชาชาติจัดดักบายเฮ้ยอะไรตัวอย่างนั้นก็ได้สรุปผูยังเติมแต่ก่อนตัวองการสหประชาชาติส่วนรายนี้นี่ทำได้จะไม่วิจารณ์เอาวิจารณ์เฮ้ยกี่จังบ้านนี่ตัวสนักส่วนรายนี้นู่นในขนมปฏิบัติในขนมปฏิบัตินี่กี่จังบ้านวิจารณ์เชิงจริงหรือสาวบางคนดูสอบแรงนะยังดีใจสาวยังเติมแต่สาวกลับแต่แต่ยังตัวเติมเป็นอะไรยังโจเรียนครูหรือก็สถาบันโรงจักรหรือก็สหกรีมวยที่trongบ้านวิจารณ์เชิงจริงที่trongเอายังใจปัดเอายังใจปัดยังไม่เอาไม่เอายังจัดในสอบแรงคือที่สบายชัดอ่ะที่ออกก้นสั่งเอาลุยยังที่นั่นยังใจเหม็นเต้นนะไม่ใช่บางคนยังจะสาวที่เอาการอะไรแต่ไปจุ่มสอบแรงบางคนยังนึกเรียกรอยังฟื้นกายไอ้ไตเมียนกระดาษวินิจฉัยบางคนยังใจพิมพ์อักวิจารณ์นึกน้องกรมพลนึกน้องอะไรเชิงก็คือเอาทำยังที่ออกก้นยังที่เลือกอันนั้นหลักน้องไปแต่จุ่มทางดันน้องเราไปไกลสมรูนไปวินิจฉัยถ้าขึ้นยังนั่งเตาออดเขาออดมืออะไรออดnó sống đấy cùng chồng mình bảo có đấy rít cốt bàn lùi chắc mà nhom để giấy chúng ta bữa sầm đập nhom con trâuไปสกัดกรรมcon trâuองค์การสหประชาชาติให้nhomจองเอาสารพัดบรรทอก็ดอยจุ่มนุ้ยจององค์การสหประชาชาติบ้านเช่าเรื่องนึงมันเนี่ยnhomจองไอ้โดนัททรัมป์ไปเจ้าละนาก็ดอยจุ่มนุ้ยบรรทัยปีพวกองค์การสหประชาชาติทั้งบัตรแต่วิมีนจำเป็นวิจมีนขลังแมนบัตรแต่วิจุยปีพวกโลกบ้านเช่านะปัญญาสติมนุษย์ปัญญาองค์การสังคมสิงห์ปัญญาไอ้เซนมันจะตรงปีพวกโลกนะองค์การสหประชาชาติเหมือนบ้านจุยมาโรยดิบัตรแต่บ้านตรงบ้านเช่านะแปะปอนหนึ่งเมตรวีแปะปอนหนึ่งองค์การกระโดดทางบาลแปะปอนจุ่มนุ้ยกสิกรรมจุ่มนุ้ยเศรษฐกิจจุ่มนุ้ยวัดทอจุ่มนุ้ยเซนนั่นเป็นประเทศคลักตรงการจุ่มนุ้ยระหว่างการสหประชาชาตินะเนี่ยจังหวะนี้nhomถักnhom con trâuอ้อยอเมริกโดนัททรัมป์ก็ดิจารณาหลังไปหรือก็ในอเมริกนั่นคือตรงเราจุ่มนุ้ยบรรทัยให้ในรบตรงเราจุ่มนุ้ยบรรทัยต่อองค์การสหประชาชาติแต่ในขนมลงไปนั้นnhomเยอะปีจุ่มนุ้ยเอาไปจุ่มนิดในองค์การสหประชาชาตินี่ก็หลายครั้งไปเท่าใดในnhomเยอะแต่แบบนั้นสปารังสกิมในองค์การสหประชาชาติnhomเยอะนี่คือสลับnhomเชี่ยนะบางnhomเยอะจุ่มนุ้ยเอาไปจุ่มนิดคลักคือสลับเชี่ยเจออะไรยังเยอะแต่ซาวิกตอรี่คนใส่คนสั้นเยอะจุ่มนุ้ยเอาไปจุ่มนิดตกอาจจะซาหนึ่งตั้งปั๊บเอาไปจุ่มนิดสำคัญนะคนพวกอาจจะซายังบังเยอะตั้งดังนั้นหนูอันนี้ไอ้อันนี้จะกลายแปรดิมันเชื่อสักครั้งเลยซาตายการิกุนวิจิตรศาสตร์ที่จำเป็นปัจจุบันนั้นวิชาแต่มนุษย์มันโปรมันไอกระพริบปะวิชาแต่มนุษย์มันโปรมันไอกระพริบนั่นไงบางยนต์เข้าไปโดนเราเมื่อมนุษย์โปรไอกระพริบแล้วยนต์เข้าไปดาวมาจีสลากบานปีนี้มีปัญหาไอ้ชกว่ามีอะไรที่ได้วิชามนุษย์มันไอกระพริบนั่นวิชาแต่มนุษย์มันโตริกคนคริติคอลริกคนวิจิตรศาสตร์นั่นริกคนนั่นตั้งบางวิจิตรริกเนี่ยก็ไอ้ตู้ซองเข้ามาบ้างแล้วมันยังมีตู้ไปดาวซองเข้ามาวิชาอันนั้นง่ายแต่ยมยิงค่ะพนักกำนัดในอาซีเยอะนะยมมาเห็นในอาซีเขาไอ้ก็ออกพนักกำนัดคนใส่เลยจบให้นักพนักกำนัดพวกรบไปขอกนี่รบไปสนับไอ้ยืนยืนคนสนับโยนจะตุกดักมันสนับไอ้ช่างไม่ได้มายืนสาวกี่ก่อนอ่ะยังไม่แต่อย่างแต่มันเป็นในท่ามันรู้มันโจจะสาวเลยก่อนนะฮะบางทีเดี๋ยวสัตว์ก้ากี่จะริกคนหาโอเคมันโจจะการิกคนจ้วงมันเล็กแต่จำได้แต่การิกคนเรามายืนเน้นสถาปนาสถาปนาพวกกี่สนับอ่ะพวกกี่ดังแต่ยืนไฟแต่ห้าจะสนับเลยเนี่ยยืนด้วยสถาปนาแต่เปียเรามายืนนั่งยืนไปเจ้าตะเกียบเอาชนะกี่มือละคืนยังบทสำหรับโซนนะnhóm nơi hiện thay chân mà đấy cách can đặc chiết trong buông can sản chiết trong buông cách can đặc chiết chi bị sạch khi mà xài ở miền này đi con này nhóm bị xài vậy đấy cái im đi vào rừng này bạch rừng vì ở miền cầm đất đại tây đi con miền tây cầm đất sáng nó có dễ cặp vậy lúc xây mua sập hồ bom ốm bật quạt từ đó tì na nhóm nơi gì tại đây bây giờ các cam đồng quạt đóดับเบิ้ลเอาจอละนะทำไมยืนนึกครุกจอละหอกจุ่มวิพกโลกเนื้อตายแดดซากับได้ผมบอกบังจอประเทศจีนจึงยืนโจรุ่นสหกาจิมวยก่อนก็เฟื้ออัดเมียนดับเบิ้ลตัวดูระบบประเทศดับเบิ้ลเสรีพิบและที่ไปจิตใต้ของประเทศกัมพูชาตัวเฟรมโมสหัวแล้วนี่ลงประเทศซามันซีในออสเตรเลียบางคนยืนในออสเตรเลียกู้ตายแต่จุกสู้สกตกเสกได้นักระดับสวากงก่อนลงประเทศซามันซีก็แลกบังให้อันนี้ติดกุกกระใบสำลักอันนี้เตี้ยสำใบยืนเราเรียนเอาดำไลเหมือนนุ่งอ่อยเราว่าบางคนมันนุ่งแต่มีการแลกบังกรงครูซาเตี้ยสมบัยตรอกสมบัติให้เนื้อตายเหมือนเอากระบาจมพวงเปลือยอยู่ในท้อนะตัวยังบักตัดจัดยังเขาจัดไอ้ติ่งตุ้งนั่นยืงเรียนเอาดำไลมีโปรมันนุ่งยืงนะก็เอาดำไลมันนุ่งเขาแล้วยมตลอดแต่วันมันจอดแล้วขนมกับปีไตไปต้อนก็อย่างนี้เลือกดำกันนะบอกกูเลือกดำกันร้านทางส่วนที่จัดเลือกดำกันบอกกูแต่เดี๋ยวแหละมันรุ่งดูจะแจกอีกคราว
បាទនេះហើយទៅតេះដៀលបពុលគូលរំកើងធ្លាក់នរកដូចតែទៅក្រោយគ្នាអញ្ចឹងបានខ្ញុំនិយាយសារចុងក្រោយនេះគឺថាខ្ញុំសរសើរលោកស្រីមូសុភូគាត់ធ្វើដំណើរបានហើយបងប្អូនយើងរួមសាមគ្គីជាមួយគាត់នៅជុំវិញពិភពលោកនិងឥឡូវនេះលោកប្រធានសំស៊ីនៅអូស្ត្រាលីបងប្អូនយើងទៅសួរសុខទុក្ខគាត់ទៅជួបគាត់ទៅពីព្រោះយើងត្រូវតែចេះឲ្យតម្លៃគោរពឲ្យតម្លៃមនុស្សដែលមានការលះបង់ពិតប្រាកដដើម្បីជាតិមាតុភូមិនៅក្នុងអាយុជីវិតណាជាជាងការគិតរឿងឥតប្រយោជន៍ទៅចំណែនគ្នានេះទៅនិយាយដើមគ្នាអនុមកជួបសនរាខ្ញុំមិនទៅគាត់ទេគឺមានសិទ្ធទេប៉ុន្តែខ្ញុំដេញលក់បាត់ហើយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនរាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រុសពៅស្រុកស្រែបាទដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះសុខទីតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនរាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាការជល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែរុយក្បាលខៀវស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដោះមែនតែនស្ដាប់ហ៊ុនសែនកើតរត់ចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបឪទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់យើងជួបគ្នាសាច់ថ្មីម្ដងទៀតនីតាធីតានៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី